នឹងយើងនឹងចែកជូននៅព័ត៌មានសំខាន់ដល់បងប្អូនប្រិមិត្តអញ្ចឹងតកតងជាមួយនឹងប្រធានបទរបស់យើងនៅថ្ងៃនេះយើងចង់លើកតកតងជាមួយនឹងខ្ញុំសូមលើកជាប្រធានបទតែម្ដងគឺហេតុអីបានជាកម្ពុជានឹងឯកាក្នុងចំនួនកម្ពុជាថៃយើងឃើញបងប្អូនប្រិមិត្តខ្ញុំមិនអាចថាលើកព័ត៌មានសំខាន់នេះប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នឹងគឺតកតងជាមួយនឹងព័ត៌មានដែលយើងឃើញនឹងគឺកម្ពុជាបន្តភាពស្ងៀមស្ងាត់ហើយអ្វីដែលចាប់អារម្មណ៍មួយទៀតនឹងគឺចង់ឲ្យបងប្អូនប្រិមិត្តបានដឹងថាស្ថានភាពបញ្ហាព្រំដែននឹងវាបានដល់កម្រិតណាទៅហើយអញ្ចឹងតកតងជាមួយនឹងគេហៅថាការពៀននឹងមោនភាពទឹកដីហ្នឹងគឺកំពុងតែវាយប្រហារនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជាហើយអ្វីដែលយើងឃើញមួយទៀតគឺបច្ចុប្បន្នហ្នឹងកម្ពុជាហ្នឹងគឺមិនហាក់បីដូចជាមិនមានសកម្មភាពអីជាដុំកំភួនទេក្រៅតែពីអំពាវនាវឲ្យអាស៊ានឲ្យសមាគមអន្តរជាតិជួយធ្វើអន្តរាគមន៍ប៉ុន្តែហាក់បីដូចជាអាស៊ានដូចជាអន្តរជាតិឬគឺសមាគមអន្តរជាតិហ្នឹងហាក់បីដូចជាមិនសូវលូកដៃចូលក្នុងទឹកដីគេហៅថាលូកដៃក្នុងការងារផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេនេះជារឿងមួយដែលយើងឃើញថាហេតុអីបានជាពួកទាំងអស់នោះគាត់មិនសូវចាប់អារម្មណ៍ណាអញ្ចឹងតកតងនឹងថ្ងៃនេះយើងចង់រកមូលហេតុអីបានកម្ពុជាឯកាយ៉ាងនេះទៅពេលដែលពឹងគេឲ្យគេជួយហើយតែมันមានការជួយពីសំណាក់ដែលអាស៊ានក៏ដូចជាបណ្ដាប្រទេសដែលជាយើងគិតថាដែលកម្ពុជាទៅពឹងពាក់ណាអញ្ចឹងយើងឃើញហាក់ដូចជាមិនសូវមានសកម្មភាពការប្រកាសគ្រប់គ្រងឬក៏ថ្កោលទោសទៅលើថៃដែលបានឈានពានមកលើកម្ពុជាហើយមួយទៀតតកតងជាមួយនឹងការបំបិតនៅព័ត៌មានអីមួយចំនួនហ្នឹងគឺជារឿងមួយដែលបងប្អូនប្រិមិត្តគាត់កំពុងតែរងចាំថាហេតុអីបានជារដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងគាត់នៅតែបំបិតនៅព័ត៌មានមួយចំនួនដែលយើងគិតថាព័ត៌មានដែលសំខាន់គួរតែចែករំលែកឲ្យពិភពលោកបានដឹងបែរទៅជាបិទបាំងព័ត៌មាននេះជារឿងសំខាន់មួយដែលក្នុងនោះហើយអ្វីដែលយើងចាប់អារម្មណ៍មួយទៀតខ្ញុំចង់ចែករំលែកដល់បងប្អូនប្រិមិត្តឲ្យបានដឹងដែរតកតងនឹងព័ត៌មានដែលការកន្លងមកហ្នឹងគឺតកតងជាមួយនឹងការដែលទាហានថៃហ្នឹងគាត់បាញ់កំភ្លើងណាបាញ់កំភ្លើងធំក៏ដូចជាកំភ្លើងត្បាល់លើកងទ័ពកម្ពុជានៅតំបន់អានសេះអានេះជាព័ត៌មានដែលបងប្អូនប្រិមិត្តប្រហែលជាបានដឹងហើយតកតងជាមួយហ្នឹងគឺមានការរាយការណ៍ពីអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាដែរគឺអ្នកស្រីម៉ាលីសុជាតាណាហើយអ្វីដែលយើងឃើញមានន័យថាម៉ោងប្រហែលជា11:52នាទីហើយការដែលយើងឃើញការឈ្លានពានរបស់ថៃនេះវាដូចជាចេតនាចង់ឲ្យកម្ពុជានឹងតដៃប៉ុន្តែបែរជាមិនមានការតដៃទេហើយបន្ទាប់មកទៀតតកតងជាមួយនឹងការដែលថៃនឹងលើកផ្លាកសញ្ញាដោយភ្ជាប់ជាមួយនឹងបទបញ្ជាឲ្យពលរដ្ឋខ្មែរនឹងចាក់ចេញពីតំបន់ព្រំដែនមួយចំនួនអានេះគឺជាព័ត៌មានដែលបងប្អូនមួយចំនួនអាចបានដឹងខ្លះហើយតកតងជាមួយនឹងមានការលើកផ្លាកហ្នឹងគឺមានន័យថាមិនធម្មតាបងប្អូនទុកពេលរយៈពេល15ថ្ងៃឲ្យបន្ទាប់ពីសេចក្តីជូនដំណឹងមានន័យថាឲ្យរុះរើនឹងចាក់ចេញពីទីតាំងដែលយើងគិតថាតំបន់ដែលថៃគិតថាជាទីតាំងរបស់ថៃនេះដែលពួកយើងចាប់អារម្មណ៍ហើយចង់ចែករំលែកដល់បងប្អូនប្រិមិត្តឲ្យបានដឹងដែរតើតើនឹងព័ត៌មាននេះហើយយើងនឹងមានព័ត៌មានផ្សេងទៀតពីវាគ្មិនរបស់យើងហើយដើម្បីបន្ថែមតកតងនឹងព័ត៌មានសំខាន់ហើយខ្ញុំថ្ងៃនេះខ្ញុំចង់លើកតកតងជាមួយនឹងរឿងរ៉ាវដែលជាព័ត៌មានសំខាន់តកតងនឹងការដែលប្រទេសដែលលោកនាយករដ្ឋមន្ត្រីថៃហ្នឹងណាលោកអនុទីនហ្នឹងបាននៅថ្ងៃប្រហែលថ្ងៃមុន3ថ្ងៃមុនហ្នឹងក៏បានស្នើទៅដល់ឲ្យមានការគេហៅថាបោះឆ្នោតប្រជាមតិទៅលើប្រជាពលរដ្ឋរបស់គេហើយក្នុងការដែលលើកជាប្រជាមតិហ្នឹងមានន័យថាតកតងជាមួយនឹងផែនការដោះស្រាយបញ្ហាចំនួនរវាងព្រំដែនដោយសារយើងឃើញមានការហាក់បីដូចជាមានកម្ដៅហើយយើងឃើញហើយបងប្អូនប្រិមិត្តដែលកំពុងតែមានកំហឹងខ្លាំងជាមួយនឹងដែលសៀមនៅវាមានចេតនាគេហៅថាឈ្លានពានមកលើយើងមុនហើយចង់ឲ្យកម្ពុជានឹងតដៃតែអ្វីដែលយើងឃើញគឺដូចជាមិនមានការតដៃតអីទេកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ហើយយើងឆ្ងល់គ្រប់គ្នាហើយក៏មានមតិបងប្អូនយើងគាត់ឆាតសួរខ្ញុំច្រើនណាថាហេតុអីបានជាកម្ពុជានឹងមិនប្តឹងតែតកតងនឹងបញ្ហាព្រំដែននេះទៅ ICJ ឬក៏យកសិទ្ធិសញ្ញា$23មកប្រើអានេះគឺជាបញ្ហាមួយដែលយើងនឹងឆ្ងល់គ្រប់គ្នាហើយ
អញ្ចឹងថ្ងៃនេះក៏មានសំណួរអាចថានឹងសួរទៅវាគ្មិនឲ្យគាត់ជួយបង្ហាញថាតើមានដើមចង់អីដែលយើងគិតថាលោកហ៊ុនសែនក៏ដូចជាលោកហ៊ុនម៉ាណែតហ្នឹងមិនព្រមប្រើសិទ្ធិសញ្ញា$23ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិដូចជាការប្តឹងទៅតុលាការអន្តរជាតិ ICJ ហ្នឹងមិនប្តឹងសោះហើយតកតងនឹងការឈ្លានពានរបស់ថៃហ្នឹងគឺចេះតែឈ្លានពានមករហូតទៅអញ្ចឹងអានោះគឺជារឿងមួយដែលយើងឃើញហើយស្ងៀមស្ងាត់បាត់ដីដោយការលើកឡើងរបស់គុណដេតគាត់មានគេហៅថាស្ងៀមស្ងាត់តែបាត់ដីបាទហ្នឹងហើយឥឡូវសូមចំណាប់អារម្មណ៍ពីលោកពូនតិចតកតងនឹងការជួយពីអន្តរជាតិអ្វីនេះដូចជាកម្ពុជាដូចជាឯកោក្នុងការនៃចំនួនបញ្ហាព្រំដែននេះយើងឃើញហើយដូចជាមិនមានអ្នកណាជួយទេអ្វីដែលយើងឃើញដូចជាមិត្តដៃថែបរបស់យើងដូចជាចិនហ្នឹងហើយបន្តមកទៀតមានមិត្ត10000ឆ្នាំវៀតណាមហ្នឹងក៏មើលទៅដូចជាមិនហាក់បីដូចជាមិនអើពើបើសិនជាអើពើមានថាប្រទេសទាំងអស់ហ្នឹងចូលរួមថ្កល់ទោសទៅលើថៃក្នុងការឈ្លានពានមកលើកម្ពុជាអញ្ចឹងខ្ញុំចង់សុំសួរលោកពូថាតើមូលហេតុអីបានជាយើងគិតថាប្រទេសកម្ពុជាយើងនឹងវាឯកាហើយមិនមានការចូលរួមពីបណ្ដាប្រទេសមួយចំនួនដើម្បីឈឺឆ្អាលឬក៏គេហៅថាចូលរួមថ្កល់ទោសទៅដល់ថៃក្នុងការដែលថៃឈ្លានពានមកលើកម្ពុជាអញ្ចឹងសូមឲ្យលោកពូជួយបង្ហាញហេតុផលមួយចំនួនដើម្បីឲ្យបងប្អូនប្រិយមិត្តបានដឹងបាទអញ្ចឹងសូមគោរពលោកពូបាទអរគុណច្រើនសូមជម្រាបសួរបងប្អូនតាជាថ្មីម្ដងទៀតហើយក៏សូមឆ្លើយនឹងសំណួរក្មួយថាមូលហេតុអីបានជាកម្ពុជាឯកោខ្ញុំយល់ឃើញច្រើនចំណុចណាស់ដែលខ្ញុំតាមដានកន្លងមកថ្ងៃ10ខែ9ថ្ងៃ15ខែ9ខែ8លោកអង្គកូតារ៉េសលោកបានអញ្ជើញមកខេត្តបានអញ្ជើញមកជួបហ៊ុនម៉ាណែតផ្ទាល់បាទផ្ទាល់គឺសុំឲ្យហ៊ុនម៉ាណែតនេះសហការជាមួយអង្គការសហជាតិដែលមានអង្គកូតារ៉េសគាត់អញ្ជើញមកជួបដល់ប្រទេសផ្ទាល់មកទី1គាត់สนុំពោបើពីវនីវគាត់ជួយបាទគាត់ជួយប្រកម្ពុជាគាត់ជួយច្រើនណារាប់កោតដុល្លារអញ្ចឹងគាត់តែមកដល់ម៉ាណែតអត់បានសហការទេគាត់ថាចង់ចូលរួមក្នុងជួយកម្ពុជាលុះត្រាតែកម្ពុជាឲ្យសិទ្ធិគាត់នេះដែលគាត់មកជួបថ្ងៃ15ខែ8គឺទី1សុំឲ្យព័ត៌មានរបស់គាត់ចូលរួមដើម្បីសង្កេតការតាមដានទី2ឲ្យហ៊ុនម៉ាណែតនេះសហការមួយទៀតដោះលែងនេះអត់មានទោសឲ្យគាត់នឹងដើម្បីបំពេញការងារនោះទៅតាមUNHCR ប្រចាំកម្ពុជានិងអង្គការសង្គមស៊ីវិលនិងអ្នករាយការណ៍ពិសេសរបស់គាត់បាទទឹកមុនតបននោះតែហ៊ុនម៉ាណែតនេះអត់ឆ្លើយតបអត់ធ្វើអីទៅតាមសំណើដែលយើងប្រកាសសូមឲ្យអង្គការជាតិចូលរួមជួយបញ្ឈប់សង្គ្រាមគាត់ពីអស់សំណើទៅវិញបានគាត់ត្រូវមក3ថ្ងៃគាត់មកតែមួយថ្ងៃគាត់ត្រឡប់ទៅវិញដោយសារម៉េចគឺម៉ាណែតអត់នេះចាំសួរចិនសិនចាំសួរចិនតែចិនគេឲ្យសម្រេចហើយអញ្ចឹងរឿងនេះគឺហ៊ុនម៉ាណែតអត់មានសម្រេចបានអញ្ចឹងអង្គញូតារ៉េសគាត់ជើញទៅវិញទស្សនកិច្ចគាត់ត្រូវ3ថ្ងៃបានតែមួយថ្ងៃគាត់ទៅវិញដោយសារចាំសួរបាទចាំសួរអញ្ចឹងអត់មានសេចក្តីសម្រេចដោយគូភាគីទេអញ្ចឹងសំណើក៏អត់ទទួលយកអានេះទៅក៏អត់ទទួលយកនេះទី1ទី2ដោយសារមិនឲ្យព័ត៌មានអន្តរជាតិណាមួយដែលជប៉ុនគេសុំចូលរួមជួយហើយគេឲ្យលុយថវិកាសម្រាប់ជួយជនពិសេសក៏យើងបានដឹងទាំងអស់គ្នាហើយសុំចូលតែព័ត៌មានមួយគឺអត់ឲ្យដែរអញ្ចឹងមិនបានជាប្រទេសកម្ពុជាខ្លាយជាជនឯកោដោយសារតែរដ្ឋាភិបាលនេះវានៅក្នុងរបបអាយ៉ងយួនចិនហើយយើងដឹងស្រាប់ហើយអាវុធមានតែចិនគេមិនឲ្យប្រើចិនអត់ឲ្យប្រើទេពីព្រោះគេកំពុងសំយុទ្ធជាមួយថៃក្នុង46%ជាអាវុធដែលគេបានលក់មកឲ្យអញ្ចឹងអានេះជាបញ្ហាមួយដែលមិត្តដៃថែបនោះគាត់គម្រាមមិនឲ្យយកអាវុធមកប្រើរបស់គាត់ព្រោះអាវុធដែលនៅក្នុងការយកមកស្តុកទុកនោះគឺនៅតារាសាគោនិងចំណោតរៀមនិងខេត្តកំពតអញ្ចឹងគេអត់ឲ្យប្រើអញ្ចឹងហ៊ុនសែនគាត់លេះឡាវាក្នុងរបបអាយ៉ងអញ្ចឹងសេចក្តីសម្រេចទាំងអស់គឺនៅលើចិនការពីរបស់ចិនគឺគេឲ្យហ៊ុនសែននៅស្ងៀមអញ្ចឹងហ៊ុនសែនក៏ត្រូវនៅស្ងៀមអត់ហ៊ានឆ្លើយតបហើយថៃគម្រាមធ្វើសង្គ្រាមប្រកាសតែសង្គ្រាមប្រកាសគឺដូចយើងដូចអ៊ីស្រាអែលអញ្ចឹងអ៊ីស្រាអែលមុនគេវាយប្រទេសណាមួយគេប្រកាសមួយអាទិត្យឬក៏20ថ្ងៃទៅបាទបើប្រជាពលរដ្ឋសុំឲ្យថយចេញគឺគេវាយអាហ្នឹងថៃគេចង់បានរបៀបនោះអញ្ចឹងបានហ៊ុនសែនអត់ហ៊ានទេអត់ហ៊ានធ្វើសង្គ្រាមប្រកាសទេស្ងាត់ស្ងៀម
បាទស្ងាត់ស្ងៀមអត់ធ្មត់បាទជឿជាក់ថាហ៊ុនសែនដោះស្រាយបានឥឡូវប្រជាពលរដ្ឋគាត់បានជួបខ្ញុំគាត់ទេមកសួរថាដំណោះស្រាយរបស់គាត់ឲ្យគាត់ដោះស្រាយវាមិនឥឡូវខាងឃុំអូបេជឿនគាត់បានសួរខ្ញុំថារឿងនេះគឺបងប្អូនត្រូវតែដោះស្រាយដោយខ្លួនឯងបើហ៊ុនសែនគាត់មិនអើពើហើយបងប្អូនតស៊ូនឹងបន្លាលួសបានប្រហែលឆ្នាំការហូបចុកការរស់នៅសុខុមាលភាពបៀបម៉េចចានឹងគិតខ្លួនឯងអញ្ចឹងបានខ្ញុំផ្ដល់ទៅវិញថាមានតែបងប្អូនធ្វើផែនការទី1ទៅឲ្យហ៊ុនសែននេះពង្រួមខ្មែរទាំងក្នុងប្រទេសក្រៅប្រទេសចូលរួមដើម្បីដោះស្រាយទី1ទី2បើគាត់មិនព្រមទេរយៈពេល10ថ្ងៃឲ្យគាត់មិនព្រមទេយើងធ្វើមួយទៀតឲ្យគាត់ចោះចេញទៅពីព្រោះបងប្អូនចោះទឹកក៏កពើឡើងលើខ្លាបើមិនការចាប់ខ្លួនពីអាជ្ញាធរថៃយើងដឹងហើយជាង100នាក់រយៈពេល1ខែនេះគេចាប់បានជាង100នាក់ដាក់ជាឆ្លើយសឹកទៀតទោសឆ្លើយសឹកបាទមិនមែនឆ្លងដែនខុសច្បាប់ទេឆ្លើយសឹកអញ្ចឹងឆ្លើយសឹកមិនកាត់ទោសជាប់គុកបងលុយបាទហើយជាចំណាប់ខ្មាំងទៀតអញ្ចឹងយើងឃើញថាគាត់ចោះទឹកកពើឡើងលើខ្លាឥឡូវដល់គាត់ថាឥឡូវលេងខ្លាចថៃហើយមកខ្លាចហ៊ុនសែននេះមើលអត់បានចាប់ឥឡូវមួយថ្ងៃចាប់4នាក់ទៀតដាក់គុកទៀតអ្នកណាមើលខ្លាំងតវ៉ាខ្លាំងហើយទៅស្រ័យបលាលួសថៃគឺគាត់ស្រាវជ្រាវរកឃើញគាត់ចាប់ដាក់គុកទៀតអញ្ចឹងបានខ្ញុំថាបងប្អូននៅអូបេជឿនគឺចុះទឹកកពើឡើងលើខ្លាអញ្ចឹងយកគំរូណាមួយលើបងប្អូនមើលយកគំរូព្រះវិហារអានទេបាទគឺគាត់មករស់នៅលើទីទួលសុវត្ថិភាពស្រុកកូលែនយើងឃើញទឹកស្រុកទឹកងូតទឹកផឹកអត់មានបាទប្រព័ន្ធជុះអាចក៏អត់មានអញ្ចឹងគាត់ទៅរស់ដោយសភាពក្រៅតង់កស៊ូដេកបាទចង់ក្របតង់កស៊ូដេកក្របហើយរស់បានប្រហែលឆ្នាំនៅកន្លែងនោះរស់បានប្រហែលឆ្នាំដោយពឹងជំនួយបាទជំនួយសប្បុរសជនហើយសប្បុរសជនឥឡូវដោយឃុំអូបេជឿនអត់ឲ្យយកចូលទៀតនៅខាងឃុំអូបេជឿនឲ្យយកចូលហើយអ្នកណារឹងទៅចាប់ដាក់គុកអញ្ចឹងបានគាត់ថាគាត់នេះពឹងហ៊ុនសែនអត់បានអញ្ចឹងគាត់ត្រូវពឹងអ្នកណាពឹងខ្លួនឯងបើសិនណាជាបងប្អូនមិនហ៊ានងើបឈរតវ៉ានឹងហ៊ុនសែនទេបងប្អូនសម្រេចទៅបង្កើតក្រុមការងារចរចាថៃខ្ញុំឲ្យយោបល់អញ្ចឹងបងប្អូនចរចាថៃទៅទស្សវត្សឆ្នាំ1900ចរចាវាមិនបាទសុំឲ្យសញ្ជាតិនិងសុំលិខិតកាន់កាប់ដីផ្ទះក៏បាននៅយើងក៏មានសេចក្តីសុខទៅជាពលរដ្ឋថៃយើងអាចធានាទ្រព្យសម្បត្តិយើងបានធានាអាយុជីវិតក៏បានយើងមិនអាចរស់ក្នុងគុកបានទេអានេះខ្ញុំនិយាយអញ្ចឹងហើយគាត់ទេមកសួរគឺគាត់ថាអត់មានអីក្រៅពីនោះទេអត់មានទេបើយើងមួយទៀតលោកប្រធានសំរងស៊ីប្រកាសនឹងរដ្ឋាភិបាល$23ចូលរួមបាទយើងត្រឹមអត់ទៅយើងចូលរួមទៅថ្ងៃ$23គាត់ប្រកាសហើយបងប្អូនចូលរួមទៅឲ្យសិទ្ធិគាត់ទៅអន្តរជាតិនឹងព្យួរកៅអីអង្គការជាតិទទួលយកសំណើរដ្ឋាភិបាល$23អាហ្នឹងក៏ជាជោគជ័យមួយដែរប៉ុន្តែវាយូរវែងបាទយូរវែងយើងដោះស្រាយដោយយើងទស្សវត្សឆ្នាំ80ចុះយើងដោះស្រាយវាមិនអន្តរជាតិមិនរហូតដល់ប្រគល់ប្រទេសឲ្យអន្តរជាតិរៀបចំបោះឆ្នោតទីអីអាហ្នឹងគឺវាវិញចឹងបងប្អូនអាចសម្រេចទៅទាំង3ចំណុចនេះគឺបងប្អូនអាចគិតបានព្រោះពេលនេះគឺជាជីវិតផ្ទាល់ខ្លួនដំណោះស្រាយក្នុងសភាពជីវិតឯកជនព្រោះសភឹមរដ្ឋាភិបាលអត់បានទេដល់យើងមើលលើទាហានគាត់បានផ្សាយហើយសូមឲ្យជួយផ្សព្វផ្សាយឲ្យបានច្រើនព្រោះគាត់វេទនាខ្លាំងណាស់ទៅនៅក្នុងលៀនដ្ឋាននៅក្នុងត្រង់សេកាន់កំភ្លើងមកឲ្យតមិនឲ្យបាញ់អ្នកណាហ៊ានបាញ់ទទួលខុសត្រូវអញ្ចឹងយើងសើចិត្តអង្គុយឲ្យខ្មាំងសម្លាប់ឬមួយយ៉ាងម៉េចនេះទាហានព្រំដែនដែលគាត់កំពុងប្រឈមមុខសប្តាហ៍ថ្ងៃនេះបញ្ជាដាច់ណាត់មិនឲ្យបាញ់មិនឲ្យធ្វើអីទេហើយអង្គុយចាំឲ្យគេមកសម្លាប់បងប្អូនដោះខោចេញទៅចូលរួមនឹងប្រជាពលរដ្ឋទៅអង្គុយចាំឲ្យស្លាប់នឹងត្រង់សេធ្វើអីអានេះដែលខ្ញុំឲ្យយោបល់អញ្ចឹងតែបើយើងអង្គុយចាំស្លាប់នឹងត្រង់សេនោះអានោះមានឯងស្លាប់ហើយកុំទៅជឿសម្ដីហ៊ុនសែនថាសង់ផ្ទះសម្រាប់
สำหรับกองอยู่ที่โจสะทนนิเวศจังสะทนนิเวศจะไปยืนสลับยังบ้านนี่สลับบ้านดีที่จะเอาจากนี้รัวเลยถือพี่เอามาชนะถือมาโรยขนองจังปรามชนะมันปรามโรยขนองไอ้เนี่ยนานเนี่ยตัวยุ่นกินเนี่ยตัวทีอันนี้เกินแต่บ่มพลีโยกเจ็ดก็เอาแต่เฮียนหรือบ่มไรไอ้นึงดอกบีเวทสาวทวนเอาจังสาวทวนเนาะคือเตือนละมันรัวบอกเขาเอาเกี่ยวเอาทีจะanh cứ chăm ngượcไว้อันนี้ดิขยมเอาอยู่บอลตัววิ่งคือเวียนในក្នុងស្ថានភាពអត់ធ្មត់ស្ងៀមស្ងាត់ជឿជាក់ចឹងជឿជាក់មិនអង្គុយចាំងើបចឹងបានខ្ញុំឲ្យយោបល់គាត់ឲ្យជំរឹះទាំង3ចំណុចនោះគាត់គឺទៅពីព្រោះយើងឥឡូវចុះទឹកកពើឡើងលើក្រាបើយើងឆ្លោះជាមួយថៃជប់គុកបងលុយនិយាយខ្លាំងហ៊ុនសែនចាប់នេះរឿងថ្មីនេះគាត់ថាលេងភ័យនឹងហ៊ានថៃហើយឥឡូវមកភ័យហ៊ុនសែនចឹងបានរឿងទាំងអស់នេះគឺគាត់នេះហើយការបោះបាយផ្សព្វផ្សាយរបស់មន្ទីរបរិស្ថានខេត្តស្រះកែវរបស់ថៃគេបានប្រើហើយគឺច្បាប់អាជ្ញាសិទ្ធិគេមានសិទ្ធិកំទេចយើងចឹងបើយើងនៅឆ្លងថៃគឺយើងអត់ឈ្នះគេទេប្រជាពលរដ្ឋបាយហូបចុកផ្ទះដេកសុខុមាលភាពរបស់ត្រឹកកូនចៅមិនមែនតែខ្លួនយើងម្នាក់ទេបាទគ្រួសារពាក្យថាគ្រួសារផ្ទះសម្បែងគឺវាជានិរន្តរ៍របស់បងប្អូនសម្រាប់គិតទៅអនាគតចំពោះមុខនិងបច្ចុប្បន្នដែលយើងជួបប្រទេសអានេះអញ្ចឹងបានគាត់ចោលកំណត់ហើយអស់សង្ឃឹមនឹងហ៊ុនសែនហើយរយៈពេល2ខែមកនេះគាត់ដោះស្រាយលែងចេញអញ្ចឹងគាត់សួរយោបល់ខ្ញុំឲ្យយោបល់ប៉ុណ្ណឹងឯងបើខ្ញុំទៅជួយអត់បានដូចមុនទេខ្ញុំលើកមុនខ្ញុំជាអំណាចក្រុមប្រឹក្សាខ្ញុំអាចជួយផ្ដល់យោបល់ចូលរួមវាមិនអាហ្នឹងគឺខ្ញុំសង្ហៃអស់សិនហើយបងប្អូនទាហានជាស្ថាប័នក្របខ័ណ្ឌរដ្ឋហ៊ុនសែនគិនតែជាតំណាងអាណត្តិ5ឆ្នាំបោះឆ្នោតក្រសួងការពារជាតិធានសីហាគិនតែជាជនតំណាងអាណត្តិទេអត់ទទួលខុសត្រូវឲ្យបានទេរដ្ឋាភិបាលបាទដែលមានស្ថាប័នរដ្ឋក្រសួងមន្ទីរអានឹងគឺហៅថាស្ថាប័នរដ្ឋស្ថាប័ននយោបាយគឺហ៊ុនសែន5ឆ្នាំគេដូរទៅណាបាត់ទៅធ្លាក់ទៅណាទៅអ្នកផ្សេងទៅពីព្រោះការបោះឆ្នោតអញ្ចឹងបើយើងជឿជាក់លើមន្ត្រីតំណាងអាណត្តិនេះឯងគ្រោះថ្នាក់ហើយព្រោះឯងជាមន្ត្រីក្របខ័ណ្ឌរដ្ឋនេះខ្ញុំបញ្ជាក់ប្រាប់គាត់នេះហើយគាត់ថាគាត់ដល់និយាយចឹងគាត់អស់សង្ឃឹមមិនដឹងទៅពឹងអ្នកណាអញ្ចឹងមានតែបងប្អូនប្រើប្រាស់អាវុធខ្លួនឯងអាវុធបងប្អូនមុតណាប្រទេស5ដែលបានអនុវត្តរួចហើយនេប៉ាល់បាទបង់ក្លាដេសឥណ្ឌូនេស៊ីហ្វីលីពីនទីម៉ូឡេសបាទអានេះយើងបានឃើញហើយថាគេសម្រេចបានជោគជ័យបើបងប្អូនធ្វើបងប្អូននឹងជោគជ័យទី1បងប្អូនបានដោះស្រាយបញ្ហាឲ្យគាត់ទី1ឲ្យគាត់ចុះចេញទៅបើគាត់មិនព្រមចុះចេញបាទទី1ឲ្យគាត់បង្រួមខ្មែរទាំងអស់មកបើគាត់ហ៊ុនសែនគាត់មិនព្រមបង្រួមទៀតជំហានទី2ដេញឲ្យគាត់ចុះចេញបើគាត់មិនចុះចេញទៀតអានឹងបងប្អូនអាចសម្រេចបានតុលាការមហាជនបាទតុលាការមហាជនអាចធ្វើម៉េចទៅបាទគប់វាយដុតសម្លាប់ណាគឺអត់មានរឿងទេពីព្រោះអាវុធបងប្អូនអាវុធដែលមុតបំផុតប៉ុន្តែបងប្អូនចេះប្រើអានឹងអាវុធនោះគឺអាចជួយប្រទេសជាតិបានបាទជួយប្រទេសជាតិមិនមែនជួយចិនខ្លួនឯងនេះជួយប្រទេសជាតិទាំងមូលបានទី1សម្បត្តិអង្គរ30ប្រាសាទជាងដែលហ៊ុនសែនឲ្យទៅសុកវងបានមកវិញ99ឆ្នាំបានមកវិញទី2លុយហ៊ុនសែនយកមកបង្កក់រុស្ស៊ីនៅប្រទេសថៃនេះជាង2000លានបាទជាង2000លាននេះនឹងសាររើបានវិញដែលគេបង្កក់ទី3លុយបងប្អូនមួយទៀតនៅប្រទេសសិង្ហបុរីជាង3000លាននោះក៏បានវិញទី4ព្រំដែនបុរៈបារាំងកូសាំងស៊ីនក៏បានវិញដីកោះទាំងបានក៏បានវិញទី3គឺយើងបានបញ្ចប់រឿងព្រំដែនថៃដែលកំពុងមានវិវាទកម្មនេះអញ្ចឹងបងប្អូនចំណេញច្រើនណាស់លុយធនាគារក៏មិនបាច់សងអានេះខ្ញុំឲ្យយោបល់គាត់ទេសួរបាទខ្ញុំថារឿងបងប្អូនចំណេញប៉ុន្តែបងប្អូនដើរឲ្យត្រូវចំណេញច្រើនហើយអត់ប្រឈមមុខទៀត
អត់ប្រឈមមុខនឹងគុកនឹងច្បាស់ទេបាទអញ្ចឹងឲ្យតែយើងស្រុកគ្នាខេត្តណាងើបខេត្តនោះទៅស្រុកណាក៏ស្រុកនោះងើបទៅបាទអញ្ចឹងយើងអត់បានទៅប្រើប្រាស់រូបភាពកាប់សម្លាប់អ្នកណាទេគឺសំណូមពរនឹងទីនឹងដែលខ្ញុំបានផ្ដល់ឲ្យគាត់ហើយបើសង្ឃឹមហ៊ុនសែនគឺអាណោយអាធឿមហើយបងប្អូនមើលហ៊ុនម៉ាណែតអត់ហ៊ានទៅប្រជុំនៅអង្គការជាតិទេកាលថ្ងៃទី10 ខែ 9 នេះអត់ហ៊ានទៅប្រជុំទេដោយសារម៉េចអន្តរជាតិគេមកជួប10ផ្ទះយើងអត់សម្រេចឲ្យគេអត់ទទួលគេទៅតាមសំណូមពររបស់គេពីសុំសារព័ត៌មានក៏មិនអោយមួយទៀតថាដូណាល់ត្រាំគាត់អាចគាត់ទៅបញ្ចប់ឲ្យឈប់បាញ់គ្នាតែប៉ុណ្្នឹងទេតែត្រង់លូកលឿនកិច្ចការផ្ទៃក្នុងឲ្យគាត់មកចាត់ចែងក៏អត់ទេពីព្រោះម៉េចព្រោះយើងអត់ស្ដាប់គាត់យូរហើយអញ្ចឹងគាត់កាន់តែជួយបានតែប៉ុណ្ណាគាត់ទៅត្រឹមហ្នឹងអញ្ចឹងដូណាល់ត្រាំគាត់ឆ្លើយហើយអញ្ចឹងសួរថាម៉ាឡេស៊ីគាត់ប្រាប់ហើយថាដោះស្រាយខ្លួនឯងគាត់កាន់តែជួយមើលទេបាទអញ្ចឹងទី1គឺផែនទីនេះឯងនៅណាបណ្ដឹងទៅធ្វើមកឲ្យមានប្រុសវាមានគ្រប់គ្រាន់អស់ហើយតែឥណ្ឌូនេស៊ីទៀតគេថាដោះស្រាយខ្លួនឯងចុះពីព្រោះរបស់មានរួចអស់ហើយនេះឯងធ្វើតាមនោះទៅប៉ុន្តែគាត់អត់ហ៊ានទេដោយសារយួនគម្រាមហ៊ានតែប្តឹងដូចចន្លោះបាន5ថ្ងៃមកយួនគេប្រាប់ហើយកុំឲ្យប៉ះពាល់បូរណភាពដែនដីគេព្រោះយួនយកច្រើនណាស់យកទាំងកោះយកទាំងសមុទ្រយកទាំងព្រំដែនបាទទាំងអស់អញ្ចឹងគេអត់ឲ្យប៉ះពាល់អញ្ចឹងហ៊ុនសែនគាត់ហៅថាក្នុងសម័យរបបអាយ៉ងបាទអាយ៉ងកញ្ជះបរទេសអញ្ចឹងគឺបរទេសគេអ្នកប្រើក្បាលគេអ្នកចាត់ចែងអញ្ចឹងអត់ហ៊ានទេអត់ហ៊ានយកគ្រាប់ចិនមកប្រើទៀតព្រោះចិនគេរបស់គេជាផែនការរបស់គេអត់មាននេះឯងនេះហើយមានលុយឲ្យទៅទិញគេអញ្ចឹងខ្លាចសង្គ្រាមប្រកាសបាទសង្គ្រាមប្រកាសគេថារយៈពេលមួយអាទិត្យឬក៏10 ថ្ងៃគេនឹងវាយបានឲ្យទប់អញ្ចឹងហ៊ុនសែនអត់ហ៊ាននេះអត់ឲ្យតអត់ឲ្យឆ្លោះអត់ឲ្យឆ្លងមិនដឹងមិនលឺមិនឃើញមិននិយាយចាំងើបអញ្ចឹងអានេះតែអន្តរជាតិគេអត់ទទួលស្គាល់អត់ព្រោះគេអត់ដឹងជួយយ៉ាងម៉េចទៀតពីព្រោះនេះឯងអត់ហ៊ានប្រើ$23នេះឯងអត់ហ៊ានប្រើបណ្ដឹងដើម្បីរកយុត្តិធម៌ឲ្យអង្គការជាតិគេលូកដៃចូលបានឲ្យប្រទេសនានាដែលមានហត្ថលេខីនោះគេនឹងជួយដោះស្រាយគេនេះឯងអត់ឲ្យសិទ្ធិគេផងនោះដាក់បណ្ដឹងទៅបានគេមានសិទ្ធិបើឯងគ្រាន់តែអំពាវនាវគេហើយយើងយកការអំពាវនាវជាធំអត់ជួយស្រែករោគស្រែកជួយហើយអត់ជួយស្រែករោគឲ្យមកជួយមិនជួយមិនមែនទេណាច្បាប់ពេលលុះត្រាតែជនរងគ្រោះដាក់ពាក្យបណ្ដឹងអញ្ចឹងអ្នកឯងខាងអ្នកឯងរងគ្រោះដល់ថៃគេថាគេអ្នករងគ្រោះដែរនោះអញ្ចឹងឲ្យគេស្ដាប់អ្នកណាបើព័ត៌មានឯងឲ្យចូលអ្នកឯងសុខចិត្តបណ្ដេញព័ត៌មាន CNN របស់សហរដ្ឋអាមេរិកដែលគេខំចំណងការទូតរបស់គេប៉ុណ្ណាណីដេញគេចេញនៅថ្ងៃ25មកបាទ24ទូសង្គ្រាមថ្ងៃ25គេមកជួយហើយអ្នកឯងអត់ឲ្យដេញគេចេញហើយមកយកអាប៉ូណារ៉ូឯណាយកមកដើរស្រែកអាប៉ូណារ៉ូនោះវាជាជននេះដែលគេក្រៅប្រព័ន្ធបាទគ្រាន់តែជាអ្នករ៉ូស៊ីអ្នកជំនួញគេអ្នកណាគេជឿអ្នកណាគេយកជាកសិនតាស្អីបាទអញ្ចឹងឯងយកអាប៉ូណារ៉ូដើរហួចដើរច្រៀងអានោះជារឿងគេហៅថាទំនាក់ទំនងក្រៅផ្លូវការមិនមែនផ្លូវរដ្ឋរបស់គេណាអានោះយើងត្រូវយល់ទៅនេះបាទសូមចូលរួមរឿងមួយនិយាយទៅច្រើនណាស់បាទអូដែលបានលើកពីចំណុចមកយើងគិតថាបញ្ហាព្រំដែនចំនួនហ្នឹងគឺយើងមើលឃើញហើយអ្វីដែលយើងឃើញចំណុចសំខាន់ហ្នឹងគឺតកតងជាមួយនឹងការដែលបរទេសក៏ដូចជាអាស៊ានមិនលូកដៃនៅក្នុងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃហ្នឹងគឺយើងឃើញហើយមានន័យថាបើនិយាយពីសហរដ្ឋអាមេរិកដូចលោកពូបានលើកឡើងអញ្ចឹងគឺមានន័យថាមិនស្ដាប់តាមគេចង់និយាយថាមិនគោរពនៅគេហៅថាការស្នើសុំរបស់គេអញ្ចឹងគេលែងជួយហើយចង់និយាយថាកម្ពុជាបើយើងគិតរបបដឹកនាំរបស់លោកហ៊ុនម៉ាណែតបច្ចុប្បន្ននេះដោយលោកពូបានលើកឡើងអញ្ចឹងមិនហ៊ានទៅប្រជុំជាមួយនឹងអង្គការសហប្រជាជាតិពីមានរឿងរកម្មរកោសរឿងមួយចំនួនដែលយើងគិតថាគេនឹងដាក់សម្ពាធទៅលើលោកហ៊ុនម៉ាណែតឲ្យធ្វើអីមួយប៉ុន្តែលោកហ៊ុនម៉ាណែតមិនបានធ្វើនៅរឿងដែលគេสนับสนุนនេះគឺជារឿងពិតបងប្អូនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងអ្វីដែលយើងឃើញថាมันមានមូលហេតុចម្បងណាដែលយើងគិតថាมันមានបណ្ដាប្រទេសផ្សេងឬក៏បណ្ដាប្រទេសនៅលោកសេរីហ្នឹងជួយជ្រោមជ្រែងកម្ពុជាក្នុងករណីចំនួនបញ្ហារវាងព្រំដែនមួយថៃហ្នឹង
cứ bu là hai chấm bong thom một phật nó cứ cái chmu à sau chứ à sau cho bao Campuchia trong đồng bọn nơi lời chạm đã triệt cứ ca để cục rong tam bởi vì đại ca mình có rụp sức mình nu hay ca mình có rụp ca đồng lốp lơ sức mình nu đằng khôn khôn đi hết để thua ở cây ọt chuối chỉ mình sẽ cứ bần đà vật tê lục sẽ đấy nè mình thả vào đàm cái đàm nữa cứ mình khoa đấy của đàn anh mình có rụp nơi sức mình nu hay mỗi tiết cứ ca bằng play nơi sầm mặt thòng mình triệt ca đo chùm rốt đo thông đo chun cái hàng thảo còn bao cho bao tam một con online hay mùi tiết nó cứ ở vậy để dân khơi tha bỏ đặt tên nó gọi mình viên châu chui Campuchia nó cứ vì ai nhưng bài hai mùi tiết cứ tẹt đầu trong mùi nó liên lôi cọc phọ rùm còn nứt rùm lốp cái hàng thảo hôn sang rùm lốp lơ rật thầm mình giải phụ bạ cho năm cả bảy dân cái đó nè thì cho bạp lô con sai trong ngày cài mấy cọc ba này chia mình nuôi mua để dân cái thang tam thầm đá bỏ tới kia nó khơi nhé cái khơi nhé vậy để dân khơi tha có rúp này anh có rúp rư mình có rúp cứ sợ sòng khăn lơ này ai nữa ngay chẳng bỏ tới kia là lục đài lâu trung bình bánh hàng đi bằng nhung trong sông sụp bằng mình thì làm tích để tông cho mua cho luật mùi ní tao vì miền lạc khăn này xanh thì đấy để tông cho mua nâng bản đà vật tê để chỉ dân cái thang để lô con sai quạt bực bẻ nó ở chuối đúng không bàn tay bài chỉ mình chuối tới cái đầu thằng coi mờ dương chẳng tàu đợi xa khi mình ban đăng bò miếng không có thể làm chia bắt xa bò miếng được phụ ban được làng trắng muối tiệt để chi sầm núa trong thiên là bọt ấy cứ tẹt tông cho muối nâng pan ha để bò tây mình chuối mình lục đài chuối nó miếng dương chỉ tràn này là phụ ban được làng những sầm núa bọc sống trong nâng thang bong miếng ấy thay từ lừa được phụ kiến linh hay sầm núa muối tiết nhom trong sông sụ bong chuột tại mà đó tẹt tông cho muối nâng ca to và ca cầm riêng hai là viên thấy bát tê mua xanh tiết mình men cầm riêng rót tha bị ba này bát tê nó đấy bát tay bay chỉ cầm riêng po rót á ta chấp bắp không chấp bắp on dạ chiết ta vì ai chia cầm ho đại được on để tàu nâng ca đại cầm riêng bọt thay mà lơ po rót khmai mình cầm riêng ta rót tha bị ba bay ta chỉ cầm riêng lơ po rót oi đo oi ru rơ chẳng bát tay rót tha bị ba trong can được non bỏ lô con mình này mình khoái ai trong thay bị chia máu oi po rót đọ thọp rồi có oi rơ ru rồi vẫn cứ ta lơ po rót bật tay mê đặc non bật tên như bài kia mình lục đai rồi còn mình thư xa lên vấn nè ở phía kia bởi chắc cái vô mê đặc non mà thời nó sầm núa xua tha tá bật tên thay vì ai không nó cho bạn bạn đã chia đây được tới đây ai đã cầm niệm từ lơ poron bật tên mùi bằng nó chỉ sầm núa tivi bật tay mình xong rồi bằng chui bật tham tại tông sầm núa thì mùi sắn hay chăm bộ một sầm núa tivi và trong sông đục trên mặt bạn bà còn ra lục sáu tại tông đang sầm nổi tí muối tại tông là một hai tập ấy bàn thì cả mình lục đây bị ở tại chiết và chẳng ở bây giờ đại dân thường mơ tha an tại chiết bị ở thơ được tàu thì chẳng bàn cái lăng bị thông và tàu chẳng đường tí muối cứ chỉ đường đọt không tí muối cứ đường Ukraine về đường cái hai thà từng kia mới đi chơi đà vì Ukraine là hồi đó tiền nhờ rộng tại môi châu được bẻ quan chỉ mới đến Ukraine chẳng cả châu hay là thiết tiền thiết xăm một sơ tại một phút hành đây để châu lên là bay sự kiện ấy mình nghĩ được độ đủ thì nó bành hà thì mỗi cứ bành há cái hay là tại tôi bị bắt sự kiện sự còn trong bị bắt sự kiện sự con lấy chẳng cái bất tình thì muốn cái bị giặt kia ở miền rương thì chẳng bị bắt sự kiện sự con lấy cái hay là biển lẽ khả năng sự kiện tự chẹt là cả bị bắt sự kiện tự chẹt chẳng riêng ai ta bị bắt sự kiện tự chẹt cứ sự kiện mình đâu cùng bị chi rồi biển lục sẽ đấy đừng lục cùng này chẳng lục sẽ đấy dương đang ấy nè tầm đang đòi ta đòi biết chẳng sao cùng rộng này tập hiệu rộng này tại miền nào tố chỉ cái hay là xin á gì cá không cá pia sản xuất trong này ai để hàng cùng mình đi về miền Russia về miền chân về miền Korea hàng trường nâng sập pan mất nè nó cái việc bàn tay chạy polo lần đuôi xa trời nè miền Tang bị răng miền Tang bị Pakistan sẽ đặt nuôi trẻ nắng át nâng miền nuôi trẻ chẳng dừng mở khởi nhé từ việc chặt đây nơi ca phục vụ trên cái nơi bị bắt sự kiện sự còn chẳng biết chỉ Arkansas đây là dương xua thật hay đấy ban ăn ra chiết kế mình lục đài chịp sẽ cứ ASEAN chẳng dương ASEAN dương xong một nay được trong chỉ việc bảo hộ cho chuyện chẳng dương tha tăng bị tao lão tăng bịคนmà nãy trôi màu từ bố ngó thế được biết tăng làm bảoคนmà nãy dương cất tháคนmà nãy nâng ở cái nào bạn sự cứu chết đầm na ca là với đầm bấy xa chia té còn đã lỡ bị thầy thằng tê chẳng bị thầy cầm chặt cầm trái không ai cái này chẳng đọc bên cầm chặt cầm trái nhé
សួរថាប្រសិទ្ធភាពនៅឯណាណាដូចបងគេនេះគាត់លើកមកមិញតាំងពីវិទ្យុទូរទស្សន៍ឯករាជ្យទៅខ្ទេចខ្ទីខ្ចាត់ខ្ចាយអស់អាលីងយើងបំផ្លាញខ្លួនឯងយើងបង្កឲ្យដំបៅនៅលើខ្លួនយើងហើយយើងអង្គុយបក់រុយណាយើងអត់ព្រមដាក់ថ្នាំផ្សះព្យាបាលទេយើងយកភ្លើងយកគេហៅថាឧបករណ៍ដែលធ្វើឲ្យដាច់រលាត់នោះទៅខ្វេះដងខ្លួនយើងឲ្យវាកើតចេញជាដំបៅធម្មតាតែកើតចេញជាដំបៅពពួករុយពពួកមេរោគវាជ្រៀតចូលទៅក្នុងខ្លួនយើងហើយអញ្ចឹងមានន័យថាម៉េចពួកមេរោគគឺពួកដែលឆ្លៀតឱកាសហ្នឹងគេតែយើងមានដំបៅទៅហើយដំបៅទៅណាគេទៅអញ្ចឹងបានថាសារពាង្គកាយមនុស្សយើងគឺវាកើតគេហៅថាសុខឬទុក្ខកើតចេញពីខ្លួនឯងមិនមែនណាឲ្យសេចក្តីសុខមកលើយើងទេមិនងាយទេទោះបីគេស្រឡាញ់យើងណាយ៉ាងណាក៏ដោយឲ្យគេផ្ដល់សេចក្តីសុខឲ្យយើងមិនងាយទេអញ្ចឹងអានេះខ្ញុំនិយាយថយក្រោយពីមូលហេតុតែគេមិនសូវយកចិត្តទុកដាក់វាត្រូវហើយអត់ចេះការពារខ្លួនយើងហើយយើងឆ្កឹះឲ្យចេញជាតបៅហើយមេរោគចូលទៅក្នុងខ្លួនបានយើងសួរថាបានថ្នាំអីទេថ្នាំអីទេបងឯងអង្គុយឆ្កឹះរាល់ថ្ងៃនោះអត់ឈប់ងើបមួយវាយមួយងើបពីរវាយពីរចាប់ដាក់គុកអត់ឈប់អាណាផ្សាយរឿងអីពិតចាប់ដាក់គុកណាចាប់ដាក់គុកហើយនឹងព័ត៌មានคล้ายៗអញ្ចឹងថ្ងៃនេះដែរខ្ញុំសើចអាយដាមអ៊ុំសំអានដែរខ្ញុំបញ្ជាក់បងប្អូនជុំចិត្តថាព័ត៌មានដែលចេញពីអាយដាមអ៊ុំសំអានសូមបងប្អូនតាមទៅព្រោះខ្ញុំអត់ចេញទេបានន័យថាយើងជួយសហការគ្នាយកព័ត៌មានពិតណាអញ្ចឹងបានន័យថាលោកចេញមកគឺព័ត៌មានដែលក្រសួងការពារជាតិបានឃើញមានប្រតិកម្មអាយដាមអ៊ុំសំអានមិនមែនជារឿងមិនពិតទេជារឿងពិតណាដោយសារតែខ្ញុំមិនដាក់មិនឲ្យស្នើសុំតែកុំឲ្យដាក់មុខផ្ទាល់គាត់ថាដាក់មុខផ្ទាល់វាអាក្រក់អញ្ចឹងយើងចាប់រូបភាពពីចម្ងាយណាពីចម្ងាយអញ្ចឹងបងប្អូនចូលចិត្តថាសំបីតែព័ត៌មានពិតក៏គាត់តាមកំចាត់កំចាយដែរអាហ្នឹងដែលខ្ញុំនិយាយតំបៅខ្លួនឯងគេផ្សាយពីថៃចូលដីគេមិនមែនផ្សាយពីយើងណាគាត់ចោទគេថាព័ត៌មានคล้ายព័ត៌មានពិតសូមបងប្អូនទៅចាំថាជាព័ត៌មានពិតខ្ញុំបញ្ជាក់នៅក្នុងទូទៅនេះគឺជាព័ត៌មានពិតពីព័ត៌មានអាយដាមអ៊ុំសំអានណាបានន័យថាគាត់ពង្រីកគេហៅសុក្រិតភាពនៃព័ត៌មានអញ្ចឹងអ្នកណាក៏ចូលដែរគាត់ត្រូវជ្រៀតយកព័ត៌មានពិតយកមកផ្សព្វផ្សាយមិនគាត់ផ្សាយតាមអារម្មណ៍ទេអញ្ចឹងបងប្អូនអាចតំណងបានអាចយើងមើលឃើញเพจរបស់គាត់យើងអាចមើលអញ្ចឹងយើងត្រូវសហការគ្នាដល់ព័ត៌មានពិតមិនមែនដូចខាងលោកហ៊ុនសែនគាត់ចេះតែនិយាយព័ត៌មានមិនពិតព័ត៌មានវាពិតមិនពិតទេវាជាព័ត៌មានពិតតែគាត់ឆ្លើយថាមិនពិតអញ្ចឹងបងប្អូនយើងត្រូវរៀនតាមដានព័ត៌មានអញ្ចឹងខ្ញុំប្រកាសកុំឲ្យវាប្រសិទ្ធប្រសាទខ្ញុំឲ្យតាមដានព្រោះឲ្យតាមអ៊ុំសំអានឃើញគាត់ចេញច្រើនដែរអញ្ចឹងខ្ញុំក៏អាចនឹងស្នើសុំឲ្យគាត់ចេញឲ្យបានទលំទលាយច្រើនជាងហ្នឹងព័ត៌មានដូចថាយើងចេញ2ឬ3ពេលឲ្យរត់ទៅណាបើគាត់មានពេលពួកខ្លះគាត់អត់ពេលដែរបើគាត់មានពេលគឺគាត់អាចធ្វើជាព័ត៌មានបាទហើយយើងនឹងជួបរួមទាំងអស់គ្នាកុំចូលរួមតាមអារម្មណ៍យើងយកឲ្យកុំឲ្យប្រកែកណាបងប្អូនជួបចិត្តខ្ញុំយកឲ្យប្រកែកទេតែខ្ញុំដាក់ទៅគឺដាក់ឲ្យប្រកែកហ្មងដាក់ទៅឲ្យញុកស្កត់លើជើងឲ្យជាប់ហ្មងប៉ុន្តែសូមទោសបងប្អូនថាខ្ញុំមិនអាចបង្ហាញមុខតែប៉ុណ្្នឹងបានទេបើព័ត៌មានគឺពិតត្រូវវាយយ៉ាងម៉េចត្រូវរងយ៉ាងម៉េចត្រូវរត់យ៉ាងម៉េចណាធ្វើទុកបុកម្នេញគ្នាសពសារពើអញ្ចឹងយើងគិតមើលណាអាហ្នឹងដែលយើងនិយាយថាដំបៅកើតចេញពីខ្លួនឯងអង្គុយតែឆ្កឹះឲ្យវាចេញតែដំបៅឲ្យចេះតែដើរសួរគេធ្វើម៉េចឲ្យបាត់ដំបៅពួកអត់ដំបៅអីបើខ្លួនយើងអង្គុយឆ្កឹះរាល់ថ្ងៃមិនចឹងវាអត់អាចទៅរួចទេអញ្ចឹងសួរតែយន្តការអីដើម្បីដោះស្រាយបងប្អូនជនជាតិគិតថាអោចុះមើលឃើញវេទទុកកវេទនាបងប្អូនប្រជាពលរដ្ឋណាបងប្អូនណានាយទាហានពលទាហានដេកក្នុងកលុកគាត់នៅប្រឆាក់ចៅណានៅដើរអរិញវាយកូនគាត់នៅប្រឆាក់ដើរផឹកកាហ្វេស៊ីកាទៀវឲ្យធ្វើតាំងនោះហើយប្រជុំកោះប្រជុំជាបន្តខ្ញុំខំតែស្ដាប់បងប្អូនចូលជាឌីដែលបែបវាយទៀតហើយយ៉ាងតែខ្ញុំតាមដានកោះប្រជុំណានាយទាហានទាំងអស់នាយទាហាននាយសេនាធិការកោះប្រជុំទាំងអស់ឲ្យអត់ធ្មត់បើអត់ធ្មត់ដែរចាំបាច់កោះប្រជុំទៅអីអាគេខំប្រឹងអត់ហ៊ានដេកអត់នេះខំប្រឹងអានទៅទៀតណាពាក្យថាអត់ធ្មត់មួយម៉ាត់នឹងបាច់ចាំបាច់ទៅកោះប្រជុំអីអត់ធ្មត់អត់ទេពួកគេទាហាននៅចាំតបတ်បញ្ជាទៅរាល់ថ្ងៃនេះដូចបងប្អូនជនជាតិយើងត្រូវដឹងដូចចងជើងចងដៃយកស្កុតបាត់មកទៀតរាល់ថ្ងៃគ្នារាល់ថ្ងៃវេទនាណាហើយខ្ញុំចូលទៅខមមិនរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុនខ្ញុំចូលទៅខមមិនដែលបងប្អូនអាចថាចាំមើលបើចាំថ្ងៃណាខ្ញុំឲ្យលោកសលដាក់ខមមិនរបស់ខ្ញុំចូលប្រាប់ខ្ញុំថាខ្ញុំសូមគ្រប់គ្រងណានឹងលើកគេហៅថាផ្ដល់តម្លៃខ្ពស់ទៅដល់បងប្អូនបងកងទ័ពនៅសមរភូមិមុខ
ក្នុងនាមយើងជាពលរដ្ឋខ្មែរក៏ដូចជាមន្ត្រីរាជការទាំងអស់ដើម្បីលើកជាការលើកទឹកចិត្តយើងគួរតែនាំគ្រប់ក្រុមគ្រួសារយើងទាំងអស់ទៅបោះតង់នៅខ្សែត្រៀមជួរមុខដើម្បីជាការលើកទឹកចិត្តពួកយើងអត់ឲ្យវាយបងកេងលីអីកុំមកធ្វើភ្នែករដ្ឋមន្ត្រីទាំងអស់នោះត្រូវឲ្យប្រពន្ធកូនគាត់ទៅបោះតង់នៅខ្សែត្រៀមជួរមុខខ្ញុំចូលនៅខមមិនមកខ្ញុំក៏ទៅដែរអីអត់ឲ្យគេវាយតោឲ្យនៅហ្នឹងចង់យើងយកប្រពន្ធកូនយើងទៅក្នុងវិញទៅវាមិនធូរជាងបងប្អូនមើលបងប្អូនជុំជាតិនោះស្មើភាពគ្នាខ្ញុំចូលទៅខមមិនមកថាយើងខ្ញុំគ្រប់គ្រងណាយើងគួរតែត្រូវតែយើងត្រូវតែនាំប្រពន្ធកូនយើងទៅបោះតង់នៅដេកនៅខ្សែត្រៀមជួរមុខឲ្យបងកងសឹកនៅជួរក្រោយទៅព្រោះគេអត់ឲ្យបាញ់ដែរណាមិនអញ្ចឹងឲ្យភ្លួតរសជាតិមើលតែភ្លួតរសជាតិដល់បងគេលីថាអូរត់ទៅកន្លែងអាចនោមកំបានវេទនានោះយើងគិតណាដូចខ្ញុំនិយាយថ្ងៃមុនណាទៅជារឿងកំ pl ែងគេថាលោកធារានិយាយកំ pl ែងមិនកំ pl ែងមែនណាយើងគិតជាជុំមើលយកគិតជាជុំភៀតហើយបងគេលីថាស្មានតាហ៊ាននៅព្រំដែនហ្នឹងក្រោម 50000 នាក់ហើយជនភៀសសឹកមែនក្រោម 50000 នាក់ទាំងអស់នោះហើយបងគិតមើលទៅណាមួយថ្ងៃ 3-4 ពេលដល់អត់ទៅធ្វើអីគិតពីពឺទៅដល់ទៅចូលពោះវាមានកន្លែងចាញ់ដល់ចាញ់ពីវាពេលកាលគេទេហើយមួយថ្ងៃបងបោកមើលទៅម្នាក់តាម1លីត្រ 50000 នាក់ 50000 លីត្រហើយ50,000 លីត្របោកនឹង 50000 ទៀតមែន 55,000 លីត្រហើយ 55,000 លីត្រចាក់បហូរនោះមើលទៅដល់ណាហើយបងគុណនឹង4ពេលទៅ3ទៅ4ពេលទៅមែនជួន3ជួន4អញ្ចឹងគឺយើងតែដាក់ចូលចេញវិញអានេះយើងនិយាយអាក្រក់ស្រាប់ទេប៉ុន្តែយើងមានដំណោះស្រាយអត់អត់ពេលវាពេលកាលវាហូរទៅណាហូរទៅនៅហើយទៅខំបងកេងលិចអីទៅខំទៅហែកមកស្ពាយមកខ្នងបានពីទឹកពីយូអីហ្នឹងដើរ 3-4 គីឡូដីហ្នឹងទឹកពីយូអី 3-4 គីឡូដីបាយទៅផឹកអីទៅវត្តទៅជូនផឹកតទេហើយវាអន់ទាំងដ្រូនកសិកម្មមកខ្ញុំសុំរិះគន់នៅរឿងដ្រូនកសិកម្មទេដ្រូនកសិកម្មខ្ញុំឃើញបងប្អូនយើងខាងវិស្វករវ័យក្មេងគាត់ធ្វើបានគាត់យកគាត់តោងទៀតគាត់តោងខ្លួនគាត់ដល់ខ្ពស់ណាស់ហើយខ្ញុំឃើញគាត់តោងអាដ្រូនរបស់គាត់ឡើងខ្ពស់ណាស់ហើយគាត់ទៅរួចអញ្ចឹងគាត់ថាគាត់ដ្រូនរបស់គាត់អាចយកដល់100 គីឡូយើងគិតពិចារណាបើ100 គីឡូបើមិនសិនយើងអាចគិតយ៉ាងណាក៏វាអាចជួយកម្លាំងមនុស្សបានច្រើនណាបើយើងគិតអង្គមកបាវណាអង្គមកបាវបើមកបាវយើងលីឡើងភ្នំឡើងរួចទេព្រោះយើងតៃអង្គធម្មតាទាហានឬខ្មាំងបាទាហានយើងអង្គបានប្រហែលវាចូល25 កំប៉ុង 25 កំប៉ុងមួយទីយើងគិតទៅ4 កំប៉ុង 1 គីឡូយកមកចែកទៅឃើញទេណាបានតែប៉ុណ្្នឹងទេទៅមករួចទេទាហានគឺកំណត់ពីដើមឡើយឬខ្មាំងរបស់វាឲ្យ27 កំប៉ុងសិតញប់ទេណាសិតតែញប់ដេតីអញ្ចឹងមួយទីវាប៉ុណ្ណឹងយើងដើរប្រហែលគីឡូទៀតមកជុំយើងគិតថាទាហានក្នុងព្រៃវាអាចដើរលើសពី5 គីឡូទេណាចល័ត5 គីឡូហើយយើងគិតនោះឡើងលើភ្នំទៅមកបងថាចំណាស់បងកេងលីទៅតែមួយជើងមកវិញលេងទៅហើយអត់បានកុំទៅដែរណាបងយើងគិតបើដាក់10ល្អចង់ងាប់ទៅហើយយើងមើលឃើញចាក់ស្ដែងណាហើយបងកេងលីអីយ៉ាងម៉េចខ្ញុំនិយាយតែកុំឲ្យលឺហើយទៅចែកម៉ូតូយកអាម៉ូតូដែលគាត់ចាប់អាម៉ូតូអត់ពន្ធតាមរយៈការពីវនាវឲ្យសុំស្នើបញ្ជូនម៉ូតូអត់ពន្ធនោះទៅឲ្យបងកងតគាត់អាចជាវិទ្យុបាយយកមកឲ្យឧបត្ថម្ភនេះអាជួក្រោយអត់ឧបត្ថម្ភអាជួមុខដាច់មកកណាត់ទៅគ្នាសុំខ្ញុំ5ហើយខ្ញុំដើរស្នើសុំទៅមិនមែនតាមយ៉ាខ្ញុំទេខ្ញុំមានគ្នានៅខាងក្នុងឲ្យជួយស្នើសុំម៉ូតូទៅ 4-5 ថ្ងៃនេះខ្ញុំមិនតាន់បានទេខ្ញុំអាណោយតែធំពួកគាត់ដែរលោកឲ្យដើរឡើងអាឡត់ស្បែកជើងណាអាឡត់ស្បែកជើងអញ្ចឹងបានយើងឃើញមើលភាពអាណោយតែធំរបស់គាត់គឺណាបបាក់ភ្នែកមើលម៉ូតូអាលេះអាលួយអស់លីងជ្រុះអស់ហើយអត់ទៅបើកលើអាដីទៅដប់មិនមែនទៅស្រួលអីណាស្នើសុំគេដែរថាធ្វើម៉េចមើលឲ្យជួយបាន 4-5 កុំយកអាដាក់ជួរក្រោយដាក់ទៅមុខទៅឲ្យគ្នានៅនោះទៅមកវេទនាជួនគ្រុនលងាថ្ងៃណាខ្លះឡើងគាត់គ្រុនគាត់ក្តៅខ្លួនគាត់ពិបាកនឹងទៅមកអញ្ចឹងសូមឲ្យបងប្អូនយើងគិតពីចំណុចទាំងអស់ហ្នឹងយើងមើលវេទនាណាហើយពួកខ្ញុំបានណាបានជួយគេហៅថាមើលផ្សព្វផ្សាយដោយផ្ទាល់ណាចឹងផ្សព្វផ្សាយដោយផ្ទាល់ដូចរូបភាពខ្លះដែលដំសម្មានគាត់បានយកប៉ុន្តែគាត់មិនបញ្ជាក់ប្រភពទេណាចឹងបងប្អូនអាចតាមដានFacebook របស់អាដាមសម្មានដែលគាត់អាចផ្សាយពីព័ត៌មាននោះហើយខាងរដ្ឋាភិបាលថាព័ត៌មានคล้ายៗមិនមែនคล้ายៗទេណាចឹងមិនមែនคล้ายៗទេចឹងកុំជឿថាคล้ายៗណាតែពិតយើងចាប់ផ្ដើមរៀបចំសម្អាតព័ត៌មានឲ្យគេថាសុក្រិតឡើងវិញជាការល្អណាឲ្យបងប្អូនយើងដឹង
ចឹងអ្វីដែលយើងមើលឃើញរូបភាពហ្នឹងដែលថាមូលហេតុគេមិនយកចិត្តទុកដាក់បើយើងអង្គុយឆ្កឹះដែលយើងនិយាយមិញគេរវល់ណាគេអត់មានអរិញស្អីមកជួយយើងបានទេទី1ហើយទី2យើងឡាយណាយើងប្រាប់គេថាខ្ញុំឈឺធ្មេញណាខ្ញុំឈឺធ្មេញណាស់ទៅដល់ពេទ្យថាអូឈឺធ្មេញតើលេបថ្នាំដែរបានថ្នាំត្រជាក់ទៅបានវាត្រជាក់ទៅវាបាត់ឈឺហើយបើយើងបកកាយញ៉ាំហ្នឹងខ្ញុំមិនចង់លេបថ្នាំទេខ្ញុំចង់ឲ្យវាបាត់ដោយឯងទៅសួរតែពេទ្យហ្នឹងគេជ្រលក់មាត់មួយយើងទៀតទេគេកន្លែងគេរស់ស៊ីគេលក់ថ្នាំហ្នឹងមិនចឹងបើយើងនិយាយថាខ្ញុំអត់ចង់លេបថ្នាំទេធ្វើម៉េចឲ្យបាត់គេមិនបាត់ទៅដល់ពេទ្យទៅដូចបងគេលេងមិញទៅដល់អីអគ្គលេខាធិការអង្គការសហជីវជាតិទេគេសួរថាណែជួយអីមកទៅទ្វេភាគីហើយយើងតាមដើមហើយទ្វេភាគីទៅចុះអាគេទៅលំមឲ្យមួយយើងគេរវល់ចង់ងាប់នៅនោះនៅការសារនៅអរិញសេរីនៅបែកម៉ាំពេញវាលនោះណាគេដោះស្រាយមិនតាន់ចាញ់ផងចុះយើងនៅកន្លែងហ្នឹងយើងគេអាចត្រំបានទេត្រំបានយើងនៅត្រំបានណាខ្មែរយើងជួយចិត្តណាអាចស៊ូបានកុំស៊ូបានទេយើងត្រូវតែជំរាបប្រាប់គេហើយអ្វីដែលយើងមើលឃើញបណ្ដឹងណាបណ្ដឹងហ្នឹងបងប្អូនយើងជួបជាតិយើងគិតច្រើនណាគេថាចុះមិនបណ្ដឹងទៅ ICJ ទៅណាវាមិនមែនបណ្ដឹងហើយมันអាចមាននីតិវិធីទេតែយើងបណ្ដឹងវាបានគេអនុវត្តបានហើយខ្ញុំឃើញលោកបណ្ឌិតមួយអាហ្នឹងខ្ញុំមិនប្រតិកម្មគាត់ទេប៉ុន្តែខ្ញុំមិនឲ្យថំខ្លួនខ្ញុំក៏សោតតែមេត្រាច្បាប់មកនិយាយអត់គេហៅថាសន្ធិសញ្ញានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមេត្រា1ក៏ប្រាប់ខ្ញុំទៀតក៏សួរថាបញ្ហាចំនួនត្រូវដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកាលណាការដាក់បញ្ចូលទៅរដ្ឋធម្មនុញ្ញគេហៅសន្ធិសញ្ញានោះគេហៅថាវាគេហៅរលាយឬក៏គេហៅថាវាអស់អនុភាពក្នុងការអនុវត្តគាត់អត់គិតថាគាត់និយាយហ្នឹងគាត់ខូចប្រយោជន៍ហើយបាត់បង់តម្លៃអាការមិនអនុវត្តនោះវាសម្រាប់តែផ្ទៃក្នុងកម្ពុជាយើងទេបើយើងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញអាមេត្រាហ្នឹងយើងតែអនុវត្តទៅទៀតបើយើងអស់ចំនួនហើយហ្នឹងតែបើយើងមានគេអនុវត្តទៀតទេវាត្រូវតែអនុវត្តព្រោះមេត្រាហ្នឹងយើងដាក់ចូលយើងមិនបាច់អនុវត្តអាហ្នឹងទេយើងអនុវត្តរដ្ឋធម្មនុញ្ញក៏ប៉ុន្តែសន្ធិសញ្ញានោះអត់ទៅកុសលុបបានទេប៉ុន្តែយើងអនុវត្តតាមរដ្ឋធម្មនុញ្ញចំនួននៅសន្ធិសញ្ញាស្ដីអំពីចំនួនផ្ទៃក្នុងអញ្ចឹងយើងដឹងហើយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសវាមានគេហៅថាគោលដៅរបស់វាទី1បញ្ចប់សង្គ្រាមស៊ីវិលបាននៅសង្គ្រាមនៅរវាងជាតិសាសន៍ឯងទី2ការទប់ស្កាត់ការឈ្លានពានពីរដ្ឋដទៃយើងត្រូវចាំទៅនឹងណាយកមេត្រាដែលតកតងទៅនឹងការឈ្លានពានពីរដ្ឋដទៃអញ្ចឹងគេសួរថាសន្ធិសញ្ញាហ្នឹងមិនតង់ហើយចុះផ្អែកទៅលើគេហៅថាសន្ធិសញ្ញាប្រាំងសៀមស្ដីអំពីព្រំដែននៃប្រទេសកម្ពុជាថៃនោះមិនអនុវត្តណាគាត់ថាបកស្រាយថាភាគីថៃមិនអនុវត្តអញ្ចឹងយើងបានចូលទៅឆ្លិចទៅដល់អាដាមអាដាមអីហ៎មើលអីជាទេខ្ញុំភ្លេចគាត់ឈ្មោះគាត់ទៅបាទដល់គាត់ប្រាប់ថាហ្នឹងបានមិនថាមិនបានណាបានមិនអត់បានទេហេតុអីផ្អែកទៅលើថៃជាសមាជិកបងអង្គការសហជីវជាតិសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្ធិសញ្ញាអន្តរជាតិនិងកិច្ចព្រមព្រៀងជាប់នៅក្នុងរដ្ឋជាសមាជិករបស់អង្គការសហជីវជាតិរើទៅមិនរួចវារួចទីប៉ុន្តែយើងនៅអូកាឡាដូចខ្ញុំនិយាយបាញ់ទៅដល់ពេទ្យថាខ្ញុំឈឺធ្មេញណាពេទ្យទៀតគេខំផឹងផ្សំថ្នាំដាក់ទឹកឲ្យហូបទៅទៀតយើងកាយថាមិនហូបណាស់មិនតិចទៅបាត់ណាហើយជួតែពេទ្យនោះគេរវល់មួយយើងទៀតណាអាហ្នឹងដែលគេអត់រវល់ដូចបងគេលេងនិយាយអាគេមកដល់ហើយឆ្ងាញ់ណាអត់អីមានគេចាំបាច់អីលះខ្លួនទៀតណាមកលុយពេលការកម្មដល់គេនិយាយថាគេអត់អីទេអញ្ចឹងបានន័យថាត្រូវត្រឡប់ទៅវិញយ៉ាងអាម៉ាស់បរាជ័យយ៉ាងអាម៉ាស់ទៅទៀតគេណាអញ្ចឹងសួរទៅពេលយើងទៅរកគេដល់ពេលដែលគេពេទ្យគេបិទទ្វារហើយគេថាគេជប់លក់ឲ្យឆ្នាំគេបិទត្រម៉ោង10ម៉ោង1ម៉ោង2ទៅគោះទ្វារតុកគេទួមានការអីបងថ្មិញខ្ញុំឈឺកាន់តែខ្លាំងហើយសុំទិញថ្នាំយកមកលេបខ្ញុំអត់មានទេអាថ្នាំហ្នឹងវាដាច់ហើយគេមកទិញផ្ដាច់ចេះចំគេនិយាយអញ្ចឹងណាគេខ្ជិលក្រោកមកថ្នាំមកមានចេះតែមកនៅក្រោកនៅតប៉ែផងអីផងនៅរៀបរាប់ហ្នឹងផងចុះមកងាកអត់ទៅណាហើយនៅអង្គុយតប៉ែដល់ឈឺតែថ្មិញដល់គេយកថ្នាំយកមកដាក់ឲ្យហើយនៅមិនព្រមញ៉ាំថ្នាំណាដូចយើងមិនព្រមប្តឹងគេថ្ងៃណាបានប្តឹងជូនដំណឹងវាតែលឺទេរឿងជូនដំណឹងហើយកុំនិយាយថាមិនអាចអនុវត្តថៃមិននេះទេដូចជាករណីអ៊ីស្រាអែលយើងមើលហ្នឹងគាត់មានកិត្តិយសប៉ុណ្ណាគាត់ទៅទាញក្បាលមេក្រូគេដើរចេញហើយប្រជុំមុខមិនអត់ប្រជុំមុខទេអញ្ចឹងរឿងវាច្រើនហើយអ្វីដែលយើងធ្វើឲ្យបាត់បង់តម្លៃទី1បន្សាបខ្លួនឯងអាការបន្សាបខ្លួនឯងដូចខ្ញុំយើងយកអញ្ចឹងយើងយកវត្ថុស្រួចមកឆ្កូតខ្លួនយើងឲ្យដំបៅឆ្កឹះខ្លួនឯងឲ្យកើតចេញជាដំបៅហើយចាំយើងព្យាបាលមិនអាចទេអញ្ចឹងដំបៅវាកើតចេញពីណាកើតចេញពី
ណាมันសบายចិត្តបានន័យថាយួនមិនសូវយកចិត្តទៅដាក់ទៅចិនអានោះឆ្កឹះមួយដែរអូទៅចិនមើលទៅចិនដូចមិនសូវទៅនោះព្រោះតែប្រទេសគេសួរថាហេតុអីបានមិត្តដៃថៃទៅសមយុទ្ធជាមួយថៃគាត់លោកតាបានទោះបីនៅក្នុងកិច្ចព្រមព្រៀងសមយុទ្ធជាមួយគ្នាក៏ដោយតែមានវិវាទនឹងគ្នាគេលុបទៅគេលុបគេហៅថាការធ្វើឬក៏លើកពេលសមយុទ្ធហើយចិននឹងលើកពេលហើយមូលហេតុអីមូលហេតុប្រទេសកម្ពុជាជាបាទហៅថាសមាជិកគ្រប់គ្រងចិនមួយផងដែរណាសមាជិកគ្រប់គ្រងចិនមួយផងដែរចិនចង់មិនចង់គឺចិនមិនឲ្យល្អកកទេប៉ុន្តែចិនអង្គចិត្តទៅណាណាចិនខំប្រឹងជួយមិត្តដៃថៃផងមិត្តបងពេជ្រផងមាសស្អីណៅច្រើនណាបងកិញនេះបកែរាប់ហ្នឹងណាសត្វមិត្តហើយមហាមិត្តប៉ុន្តែសួរថាមានបានស្នើសុំមេដៃសន្តិភាពបំពាក់ទៅលើទៅឲ្យស៊ីចិត្តពេញអត់ដូចអត់មានទេណាបើបងប្អូនណាមានសូមជួយប្រាប់ផងដូចខ្ញុំមើលទៅដូចអត់មានទេណាខំជួយតាមពីណាមិត្តដៃថៃផងមិត្ត10000ឆ្នាំផងយូរអង្វែងណាតរៀងទៅអើយណារៀបរាប់ឡើងមកចលះធំតែទៅសុំមេដៃសន្តិភាពទៅសុំឲ្យដូណាល់ត្រាំដែលគាត់មិនចង់បានបងនោះគាត់ចង់បានតែគាត់ខ្វាយខ្វល់ហើយគាត់និយាយទៅរឿងពាណិជ្ជកម្មឃើញទេអញ្ចឹងគាត់និយាយទៅរឿងពាណិជ្ជកម្មគាត់មិនសូវខ្វាយខ្វល់រឿងសង្គ្រាមហ្មងទេណាបានន័យថានៅអ៊ុយក្រែនផលប្រយោជន៍អាមេរិកមកកណូណាជាមួយនឹងអឺរ៉ុបហើយបានថាផលប្រយោជន៍អាមេរិកនៅអ៊ុយក្រែនគាត់ទៅដាក់គាត់ដកអរែងជំនួយអ៊ុយក្រែនដើម្បីកោះរូបអឺរ៉ុបឲ្យតម្លាក់លុយគ្រាប់មិនមែនធម្មតាបងប្អូនជនជាតិគ្រាប់អាមេរិកលក់ឲ្យអ៊ុយក្រែនអឺរ៉ុបអ្នកធានាលុយវាឆ្ងាញ់ណាឆ្ងាញ់អឺរ៉ុបអ្នកធានាលុយអត់មានឲ្យខ្វះរៀលទេពីដើមឡើយនៅសម័យโจ Biden គាត់គិតឲ្យគាត់គិតទៅទូតគាត់ផ្គល់ឲ្យអត់គិតថ្លៃជាមួយនឹងអ៊ុយក្រែនដល់ឲ្យហ្មងអត់គិតថ្លៃអញ្ចឹងទៅដល់មកគាត់ជួយដូរអញ្ចឹងជួយដូរសង្ឃឹមលើអ៊ុយក្រែនចាំទូតនៅពេលចប់សង្គ្រាមអាមេរិកអត់លុយវិលអត់លុយប្រវល់ទេតែបើអញ្ចឹងវាអត់លុយប្រវល់ទេណាអ្នកពាណិជ្ជកម្មគឺយើងដឹងហើយកាលណាឲ្យច្បាក់ម្ដងគឺអត់មានលុយវិលទេអញ្ចឹងធម្មតាក្របបងប្អូនជនជាតិក្របដល់$1 លានឯណោះតែអញ្ចឹងបើយើងយកទៅដាក់អញ្ចឹងគឺលុយមកផលិតអត់ទាន់ទេអញ្ចឹងអាត្រាំគឺគាត់ចាប់ដើមធ្វើកអឺរ៉ុបតាមរយៈដកឬក៏ផ្ដាច់ទៅចាប់ដៃជាមួយនឹងរុស្ស៊ីមានបងប្អូនយើងកោតទោសត្រាំណាជាច្រើនណាហើយថ្ងៃនេះគាត់នៅតែគាត់យករុស្ស៊ីមកធ្វើជាខែលការពារខ្លួនគាត់ពីចិនដែរគេអញ្ចឹងគាត់ចាប់ហើយតែបានគាត់ចាប់ដៃរុស្ស៊ីដើម្បីបន្ថយឥទ្ធិពលចិនបើគាត់អត់ចាប់ដៃរុស្ស៊ីចិននឹងរដ្ឋបាលទៅលើសមាជិកដែលគ្រប់គ្រងសហរដ្ឋអាមេរិកដូចជាតៃវ៉ាន់នេះជាដើមណាអញ្ចឹងចិននឹងរុកហើយណាហ្វីលីពីននេះគឺចិននឹងរុកហើយអញ្ចឹងដើម្បីចាប់រុស្ស៊ីឲ្យបានដើម្បីបន្ថយឥទ្ធិពលរបស់ចិនអញ្ចឹងគេចាប់ផ្ដើមគឺគេលូកដៃចូលទៅហើយអញ្ចឹងអាភាពបង្ើយកន្តើយយើងគិតថាយើងមានផលប្រយោជន៍តិចតួចបើយើងធៀបជាមួយនឹងថៃប៉ុន្តែបងប្អូនជនជាតិសួរថាត្រូវធ្វើម៉េចទៅចង់កុំភ័យពេកហ៊ុនសែនដូចខ្មោច7ថ្ងៃណាខ្ញុំបញ្ជាក់ហ៊ុនសែនដូចខ្មោច7ថ្ងៃអញ្ចឹងមិនយូរទេហ៊ុនសែនកំពុងតែធ្វើរឿងសម្ងាត់មួយអញ្ចឹងបងប្អូនកុំដឹងច្រើនគាត់តាខ្ញុំប្រហើបឲ្យទៅចុះហ៊ុនសែនចាប់ផ្ដើមគាត់ងាកមកមើលគំរូអ៊ុយក្រែនផលិតខ្លួនឯងប្រើប្រាស់ខ្លួនឯងសាកល្បងខ្លួនឯងថ្ងៃក្រោយជាប់សង្គ្រាមខ្លាយទៅជារដ្ឋផលិតអាវុធយ៉ាងមានប្រសិទ្ធភាពអញ្ចឹងបងប្អូនសួរថាបើអត់ត្រូវមួយចិនអញ្ចឹងអាមេរិកអត់លោកដៃអត់ត្រូវមួយចិនបានពីណាគេជួយប្រទេសកម្ពុជាអញ្ចឹងបើសិនជាចិនយកកម្ពុជាឬក៏យកថៃឲ្យទៅនៅក្រោមអំណាចរបស់ចិនតែមួយគឺនៅសពវាឆ្កាត់គ្នាពីរអ្នកនៅឆ្កាត់គ្នាចិនគាត់ឆ្លាតតែមិនគាត់ឃើញថៃមានផលប្រយោជន៍ច្រើនជាងអញ្ចឹងផលប្រយោជន៍ច្រើនជាងគាត់ចាប់ដើមធ្វើថៃគេថាចាប់ដៃថៃបធូរដៃឲ្យកម្ពុជាអញ្ចឹងកម្ពុជារៀងអន់ចិត្តរត់ទៅណារត់ទៅយួនកូនចៅចិនទៀតគេសមយន្តមួយចិនថ្ងៃមុនគេណាយួនកូនចៅចិនទៀតរត់ទៅណារួចទេអញ្ចឹងចិនគាត់អត់ឲ្យធ្លាក់លើដៃអាមេរិកទេចិនអត់ធ្លាក់ឲ្យធ្លាក់លើដៃអាមេរិកទេអញ្ចឹងម៉ួយចាស់បងគេលីគាត់ដឹងហើយម៉ួយសម័យដូរចកស៊ូយកកំភ្លើងណាបងចាសម័យឆ្នាំ79 80យកចកស៊ូយកទៅដូរកំភ្លើងចាស់សូវៀតគេផ្ដល់ជំនួយមកយើងរាល់ថ្ងៃច្បាក់សូវៀតជាង300 លាននេះគឺផ្ដល់អាវុធថ្មីបាទអ្នកទៅយកអាវុធប្រាប់ខ្ញុំអស់ហើយនេះគាត់ទៅយកអាវុធនោះថ្មីនៅពេលដែលទៅបើកពីវៀតណាមមកវិញរុស្ស៊ីមិនមែនឲ្យដរិចសហភាពសូវៀតមិនឲ្យដរិចមកយើងទេយើងអត់មានកន្លែងថែទាំយើងអត់មានកន្លែងជួសជុលយើងអត់មានកន្លែងស្តុកអញ្ចឹងសូវៀតគេលក់ឲ្យយើងតែគេស្តុកនៅវៀតណាមម៉ែលោកពូម្នាក់ដែលគាត់ប្រាប់ខ្ញុំគាត់ទៅនាំយកអាវុធនឹងមកណា
ពេលដែលគាត់ទៅនាំយកអាវុធហ្នឹងមកមិនមែនអាវុធថ្មីទេគឺអាវុធចាស់ដែលទាហានសម័យសង្គ្រាមហ្នឹងគាត់យកទៅវឹកហាត់បានន័យទាហានកំភ្លើងចាស់គឺសម្រាប់វឹកហាត់យកកំភ្លើងដែលគេបោះចោលបាញ់គេហៅថាប្រើប្រាស់លើលេងសង្កើតហ្នឹងយកមកច្បាំងគ្នាហ្នឹងដែលមានយួនគាត់ជួយពីក្រោយអញ្ចឹងយើងមើលឃើញរូបភាពបែបហ្នឹងហើយយើងชอบបំណុលសហភាពរុស្ស៊ីសូវៀតហ្នឹងគឺដោយសារអាកំភ្លើងចាស់ដែលយួនយកទៅដូរយកកំភ្លើងសូវៀតថ្មីយកមកប្រើហើយគេកាត់ទៅវិញអានោះមានអីខ្លះមានសណ្ដែកមានក្របពោតមានកស៊ូខ្ញុំដឹងកស៊ូច្រើនជាងគេមកដឹកចោលកស៊ូណារាប់ម៉ឺនតោនមួយឆ្នាំសូវៀតដូរយកចោលកស៊ូទៅស្រុកសូវៀតវិញពួកខាងរដ្ឋកុម្មុយនីសគេអត់លក់ដូរជាលុយទេគេលក់ដូរជាគេហៅថាជាតំណែងផ្លាស់ប្ដូរតំណែងជាការផ្លាស់ប្ដូរតំណែងនេះអញ្ចឹងអាហ្នឹងគឺវាកើតឡើងចេញពីអញ្ចឹងអាហ្នឹងហើយតែគេមិនយកចិត្តទុកដាក់យើងអង្គុយតែខ្វាច់តែខ្លួនឯងហ្នឹងហើយអ្វីនោះវាធ្វើឲ្យយើងពិបាកទៅទៀតសោតនោះគឺយើងបញ្ញវន្តរបស់យើងមួយចំនួនគឺគេហៅថាអាត្មានិយមដែរយើងនិយាយអញ្ចឹងក្នុងនាមបញ្ញវន្តយើងត្រូវគិតតែខ្ញុំមើលឃើញបកស្រាយណាបងប្អូនស្រីឬក៏ថាគិតថាបងប្អូនស្រីចឹងហើយនឹងបងប្រុសដែលគាត់បកស្រាយយកត្រូវរៀងខ្លួនតើអ្នកដែលគេហៅថាមានវិជាប្រៃក្នុងការឡាយសូហ្នឹងឯងណាអញ្ចឹងបានន័យថាមានវិជាប្រៃដូចគ្នាប៉ុន្តែមួយគ្រាន់តែបច្ចេកទេសគេហៅថាមានវោហារស័ព្ទមួយទៀតមានវោហារស័ព្ទដែរគាត់បានគ្រាន់តែមានបទពិសោធន៍ណាមានបទពិសោធន៍តែបើកាយសន្ទុះនៃការគ្រប់គ្រងពី friend របស់គាត់បានន័យថាអ្នកគ្រប់គ្រងគឺណាបងស្រីគាត់មានការគ្រប់គ្រងច្រើនខ្ញុំមើលឃើញច្រើនប៉ុន្តែសួរទៅហេតុអីបានពីរអ្នកនឹងអត់ត្រូវគ្នាណាបងប្អូនបញ្ញវន្តបើយើងជួបគ្នាបងប្អូនទៅព្រួយពោះសង្គ្រាមបញ្ហាយើងបដោតទៅលើសង្គ្រាមខ្មែរថៃយើងកុំទៅបដោតទៅលើការវែងញែកអានេះធ្វើទៅត្រូវអានោះធ្វើទៅខុសអូខ្ញុំមើលឃើញវែងញែកច្រើនបងប្អូនកុំចាញ់អាកលហ្នឹងកុំចាញ់អញ្ចឹងខ្ញុំគាត់ទៅលើកតេឡៃកមួយដើម្បីបញ្ជាក់ឲ្យបងប្អូនជាពិសេសគឺបញ្ញវន្តយើងទៅគិតពិចារណាបើសិនជាយើងរៀននៅសាកលវិទ្យាល័យដូចគ្នាបើសារណារបស់យើងនិកាយប្រវត្តិរបស់យើងដូចគ្នាចេញមកដូចគ្នាគេពិតណាស់ទោះបីយើងមិនមើលគ្នាក៏គេថាចម្លងគ្នាទោះបីយើងធ្វើយ៉ាងណាក៏វាអត់ដូចគ្នាដែរចឹងកាលណាតែយើងចេញពីសាកលវិទ្យាល័យគំនិតរបស់យើងក៏អត់ដូចគ្នាដែរតែវាអត់ខុសទេគ្រាន់តែមួយមធ្យោបាយផ្សេងគ្នាចឹងសូមបងប្អូនបញ្ញវន្តយើងខ្ញុំឃើញមានការបកស្រាយពេលខ្លះខ្ញុំចង់សើចដែរណាខ្ញុំចង់សើចដែរចឹងយើងត្រូវសិក្សាធម្មតាអ្នកសិក្សាទៅចិត្តឲ្យទលាយទីទៅណាដល់ណាគិតថានេះវាមិនមែនដូចយើងបន្តយើងគូឲ្យត្រូវទេណាយើងគិតចំណុចទាំងអស់ហ្នឹងវាគិតប្រយោជន៍ជាតិយើងវាចំណេញយើងខ្មាស់ណាតែយើងឆ្លោះគ្នារវាងបញ្ញវន្តណោះអាតៃគូប្រកួតប្រជែងយើងគេអង្គុយចាំសើចចឹងតែពិតបញ្ញវន្តវាអត់ប្រកាសប្រជាដែរនោះវាក្លុកយើងអត់ឲ្យប្រកាសប្រជាយើងនាំគ្នាអត់ប្រកាសប្រជាដែរកុំតែខ្វាយខ្វល់ណាកុំតែខ្វាយខ្វល់សំខាន់គឺបងប្អូនជនជាតិយើងត្រូវយល់ណាបានន័យថាអ្នកនាំពាក្យក្រសួងការពារជាតិណានៅបញ្ហានៅព្រំដែនស្ងប់ស្ងាត់ជាធម្មតាអត់មានអីបានតែប៉ុណ្ណឹងដល់អ៊ុំត្មាននោះហើយដល់អ៊ុំត្មានគាត់ថាมันធម្មតាទេសៀមចូលរាល់ថ្ងៃរត់អមយថាគាត់ចាប់ដើមព័ត៌មានคล้ายរហូតដល់យកព័ត៌មានរបស់ក្រសួងយកមកប្រតិកម្មឲ្យដាក់ព័ត៌មានคล้ายមិនពិតវាជាព័ត៌មានពិតមិនព័ត៌មានមិនពិតទេណាចឹងបងប្អូនទោះបីឃើញក្រសួងគេចុះមកថាព័ត៌មានដែលចេញដោយអាដាមអ៊ុំសំអានមិនមែនជាព័ត៌មានពិតបងប្អូនមិនចាំបាច់ទៅឆ្លើយតបទេវាជាព័ត៌មានពិតណានេះខ្ញុំសូមបញ្ជាក់បងប្អូនជុំជិមដល់ទៀតណាវាជាព័ត៌មានពិតអញ្ចឹងយើងកុំទៅខ្វាយខ្វល់គាត់និយាយថាព័ត៌មានคล้ายអញ្ចឹងបងប្អូននឹងចាំថាអូផ្ទុះអាវុធហើយថ្ងៃនេះមានបាញ់នៅកន្លែងនោះណាអញ្ចឹងខ្ញុំជម្រាបបងប្អូនជុំជិតថា 100% ណា 100% បាញ់ដោយមធ្យោបាយអីគេបាញ់គម្រាមគេបាញ់រំខានគេយ៉ាងណាគឺអាដាមគាត់នឹងណាយើងឲ្យគាត់លំអិតទៅចំណុចហ្នឹងថែមទៀតអញ្ចឹងយើងគេហៅថាការផ្ដល់ព័ត៌មានពិតទៅដល់ការផ្សព្វផ្សាយរបស់យើងឲ្យមានទូលំទូលាយនោះបងប្អូនប្រជាពលរដ្ឋយើងនឹងបានផលប្រយោជន៍ពីការអានពីការស្ដាប់ព័ត៌មានដែលចេញដោយហៅថាយើងនិយាយសាមញ្ញហ្នឹងថាគណៈបកប្រឆាំងអញ្ចឹងណាទូគណៈបកប្រឆាំងឬក៏គឺគាត់ចេញពី page របស់គាត់អញ្ចឹងយើងគឺតាមដានមើលទៅអត់ព័ត៌មានរបស់គាត់គឺសុក្រិតមិនមែនដូចអ្វីដែលគេនិយាយតែคล้ายហើយប្រឌិតទេណាអញ្ចឹងបងប្អូនកុំទៅខ្វាយខ្វល់គេថាមិនពិតប្រឌិតអីយើងកុំខ្វល់យើងគាត់ពំនាំពីខ្ញុំហើយបងប្អូនថាតិចអត់ពិតដូចគេថាបងប្អូនអាច call មកខ្ញុំផ្ទាល់ណាខ្ញុំបើកណាខ្ញុំខុសគេណា
បងប្អូនជនជាតិខ្ញុំខកគេព្រោះខ្ញុំឲ្យចង់បានព័ត៌មានពិតតែម្ដងហើយដើម្បីជួបដោយផ្ទាល់គឺខ្ញុំមិនកុហកទេអញ្ចឹងបានន័យថាអ្វីដែលយើងផ្សាយពីព័ត៌មានខ្មែរថៃគឺជាព័ត៌មានពិតណាគឺជាព័ត៌មានពិតអញ្ចឹងបងប្អូនកុំទៅជឿព័ត៌មានគេថាคล้ายៗណាតិចទៅដូរកុំទៅដូរណាយើងតាមឯកឧត្តមពុំស្មានណាមើលគាត់នឹងប្រាប់តែអញ្ចឹងយើងត្រូវផ្ដល់ព័ត៌មានឲ្យគ្នាអញ្ចឹងជួយតាមដានគ្នាទាំងអស់គ្នាទៅហើយអ្វីដែលយ៉ាងណាប្រិយមិត្តរបស់យើងណាខ្លះបាទលោក Robert Lee លោក Robert Lee គាត់ដឹងប៉ុន្តែឯកឧត្តមស្មានដាក់ផ្សាយពឹបឡើងប៉ុន្តែអញ្ចឹងគាត់ជួយ like chia sẻ គ្នាទៅយើងអាចបានព័ត៌មានពិតហើយកុំទៅជឿណាថាព័ត៌មានคล้ายៗអីជាតែបន្ថែមមិនមែនទេក្រំលើខ្ញុំនិយាយថាកុំយកស្ទិដ្ឋភាពទាំងស្រុងយើងគ្រាន់តែឧទាហរណ៍ថាដើរមុខផ្ទះលោកសុសសល់ខ្ញុំយកព័ត៌មានដើរមុខផ្ទះបងកិច្ចលីសមកភ្ជាប់ចឹងបងប្អូនកុំទៅមើលព័ត៌មាននោះណាមើលសំណេរបងប្អូនកុំទៅមើលរូបភាពជួនកាលណាតាមានបញ្ហាផ្ទះលោកគ្រូសល់ហើយយើងយកទៅដាក់យកអានេះព្រឹត្តិការណ៍យកមិនដឹងណាដល់ព័ត៌មានហើយគ្រូសល់ហ្នឹងហើយចឹងគាត់តែប៉ុណ្្នឹងឯណាបងប្អូនជនជាតិយើងដឹងយើងចេះជាតាមដាននៅក្នុងសង្គមហ្នឹងមិនមែនធម្មតាទេណាគេតាមដានចឹងរូបភាពខ្លះយើងកុំមើលរូបភាពយើងមើលគេហៅថាព័ត៌មានចឹងយើងអានព័ត៌មានយើងកុំទៅមើលរូបភាពដែលគាត់រត់នៅលើនោះណាជួនគាត់ប្រឡប់ខ្លះដែរគាត់ថាប្រឡប់ដើម្បីអីការពារអ្នកដែលផ្ដល់ព័ត៌មានឲ្យយើងចឹងយើងមើលតែខ្លឹមសារបានហើយកុំទៅមើលរូបភាពណារូបភាពក៏មើលទៅប៉ុន្តែគ្រាន់តែវាហេតុកើតពីកន្លែងផ្សេងចឹងដល់បងប្អូនយើងវល់រូបភាពផ្សេងជួនគាត់លើកយកពីកន្លែងផ្សេងចឹងជាសំណូមពរអ្នកដែលផ្ដល់ព័ត៌មានពិតគឺគាត់អត់ឲ្យចុះគេថារូបភាពពិតណាចឹងបងប្អូនរៀនមើលព័ត៌មានពិតមើលទៅអានសេចក្តីដែលគេលម្អិតមិនមែនកុំមើលរូបភាពបងប្អូនណាកុំមើលរូបភាពចឹងគាត់នឹងលម្អិតទៅគាត់នឹងសេលម្អិតនៅលើអត្ថបទរបស់គាត់មួយចឹងយើងអានទាំងអស់នេះទៅដើម្បីទទួលបានព័ត៌មានពិតកុំមើលរូបភាពនេះខ្ញុំស្នើសុំឲ្យបងប្អូនជនចូលរួមសហការហើយចំណែកមួយទៀតដែលលោកសំណួរទី2ដែលលោកសុសសល់ថាតើថៃទៅຕົកបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរយើងតើថៃគេហៅថារោគការស្កោតទុកឬក៏ចប់ទៅតាន់ដែរទេអញ្ចឹងយើងដឹងហើយច្បាប់ស្តីអំពីគេហៅថាអ ுக ្រិតកម្មសង្គ្រាមណាប្រឆាំងនឹងមនុស្សជាតិឬក៏អ ுக ្រិតកម្មសង្គ្រាមអញ្ចឹងបានន័យថាវាចូលផ្លុកដល់ទៅហើយប៉ុន្តែសួរថាហេតុអីបានតើនៅពេលណាដែលគេហៅថាមានបណ្ដឹងទៅប្រទេសថៃអញ្ចឹងបងប្អូនជនជាតិយើងដឹងថាពេលណាដែលយើងអាចដាក់បណ្ដឹងពេលណាក៏បានប៉ុន្តែសួរថាថៃវាមានកោតញើសនឹងធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋនេះជាយុទ្ធសាស្ត្រដែលលោកហ៊ុនសែនគាត់អត់ខ្វល់ព្រោះពលរដ្ឋមិនមែនគ្រួសារគាត់ផងគាត់យកទៅញុះដើម្បីគាត់ទាញយកគេហៅថាផលប្រយោជន៍ណាគេហៅថាតម្លាភាពពីទរណកម្មរបស់ថៃមិនមែនអត់ជាប់ទេអញ្ចឹងវាជាប់ទៅក្នុងអ ுக ្រិតកម្មប្រឆាំងនឹងមនុស្សជាតិឬក៏អ ுக ្រិតកម្មសង្គ្រាមអញ្ចឹងអ ுக ្រិតកម្មសង្គ្រាមវាអត់ខុសអីពីដីការបស់តុលាការ ICC ដែលចេញដីកាចាប់ខ្លួនលោក Benjamin Netanyahu នៃប្រទេសអ៊ីស្រាអែលក៏ដូចជាមេដឹកនាំប្រទេសភូមាអីជាដើមគេណាអញ្ចឹងសិតតែមានដីកាចាប់ខ្លួនអញ្ចឹងដីកាចាប់ខ្លួននោះមិនមែនស្រួលទេអញ្ចឹងបានន័យថា ICC គេនឹងចាប់ផ្ដើមធ្វើកិច្ចការងារហ្នឹងហើយអញ្ចឹងអ្វីដែលលឿនឬឆាប់មានប្រសិទ្ធភាពឬមិនមានប្រសិទ្ធភាពទៅលើម្ចាស់ពាក្យបណ្ដឹងដោយបងគិញនេះគាត់លើកមិញបើឯងអត់បណ្ដឹងគេឲ្យតែគេមកដោះស្រាយយ៉ាងម៉េចបើឯងនេះម្ចាស់រឿងហ្នឹងអញ្ចឹងបើយើងនៅតែនៅតែហ្នឹងជូនដំណឹងចេះឈប់ណាអត់មានទៅគេហៅថាដំណើរការនីតិវិធីនេះបើគេហៅថាដើមមិនដឹងណាដំណើរការនីតិវិធីនៃរដ្ឋជាដើមមិនដឹងអញ្ចឹងយើងអត់តន់អត់តន់អញ្ចឹងយើងនៅតែប្រកាន់ទ្វេភាគីដោយយើងគិតពីផលប្រយោជន៍ទ្វេភាគីបានន័យថាយើងកំពុងតែបលែងលេងហ្នឹងដូចថាលបែងគ្រោះថ្នាក់យើងលេងជាមួយពស់អញ្ចឹងបានន័យថាថៃមានទោសធ្ងន់ណាស់មិនមែនស្រួលទេអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិអាចជាប់គុកមិនខុសពី Rodrigo Duterte ទេកុំលេងសើចណាតែតើអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិយើងកុំលេងអ ுக ្រិតកម្មសង្គ្រាមយើងធ្វើទុកបុកម្នេញអ ுக ្រិតកម្មប្រឆាំងនឹងគេហៅថាចំណាប់ខ្មាំងអីជាដើមនោះដែលចាប់ទាហានយើង18នាក់មិនមែនចាប់ទេជំរិតពួកគាត់អត់មានអាវុធទេគាត់ន័យថាគាត់ចាប់ក្រោយបាត់ឈប់បាញ់គាត់ឈប់បាញ់ហើយបានទៅចាប់គាត់18នាក់ហ្នឹងគឺការជំរិតចឹងគាត់នៅជាប់ទាំងអស់មេដឹកនាំណាដែលពាក់ព័ន្ធទៅនឹងការបញ្ជាឲ្យធ្វើទៅដល់គេហៅថាទរណកម្មធ្វើទុកបុកម្នេញទៅដល់ប្រជាពលរដ្ឋខ្មែរសិតតែមាននៅក្នុងកំណត់ត្រានៃផុសតាងដាក់បន្ទុកដើម្បីបណ្ដឹងទៅតុលាការ ICC និងករណីណាគេហៅថាដោះស្រាយមួយទៀតគឺដោះស្រាយតាក់ទងនឹងករណីវិវាទព្រំដែនហើយវិវាទព្រំដែនបងប្អូនជនជាតិថាដាក់ទៅយូរសូត្រហ៊ុនសែននិយាយថាដាក់តាំងពីឆ្នាំ1959 59 60រហូតដល់3-4 ឆ្នាំដូចថា59ដាក់បណ្ដឹងនៅតុលាការ ICJ តាក់ទងនឹងប្រសាទព្រះរាជាឆ្នាំ1962បានគេចាប់ផ្ដើមដំណើរការនីតិវិធីកុំគិតអញ្ចឹង
កុំគិតអញ្ចឹងតែដាក់ចូលគេវាយត្រាចូលបោកបងប្អូនជនជាតិយើងដឹងហើយនៅជុំវិញហ៊ុនសែនទៅអ្នកច្បាប់ហ្នឹងប៉ុន្តែគាត់ជួយចិត្តតែអ្នកច្បាប់នោះជួយប្រឡប់បន្ថែមហ្នឹងណាប្រឡប់បន្ថែមចង់មិនចង់ដូចសុកទូនិយាយថាណាទៅថាការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអីគេដាក់ចូលទៅក្នុងរដ្ឋធម្មនុញ្ញអូយខ្ញុំសូមមិនប្រតិកម្មគាត់ទេណាបងប្អូនជនជាតិពោះគាត់យើងគិតថាបើខ្ញុំឲ្យវាយតម្លៃឬក៏មើលស្រាលឬក៏ជេរបន្តិចទៅបញ្ញវន្តវាស្មើនឹងខ្ញុំផ្ដល់តម្លៃខ្លួនឯងទៀតណាចឹងខ្ញុំមិននេះទេទៅឲ្យបងប្អូនជនជាតិវិនិច្ឆ័យដល់ខ្លួនឯងយើងមិនពិនិត្យមើលណាចឹងសន្ធិសញ្ញាវាអត់មានហួស delay ឬគាត់និយាយទេណាសូមបងប្អូនត្រូវចាំមិនមានហួស delay ទេប្រហែល100ប្រហែល1000ឆ្នាំក៏គេមកយកមកដោះស្រាយលើកលែងតែរដ្ឋដែលពាក់ព័ន្ធទៅម្ចាស់ហត្ថលេខីនោះទៅរំលាយចោលព្រមព្រៀងគ្នាជាឯកច្ឆន្ទណាបងប្អូនណាមិនមែនមកឯងមួយទៅរំលាយទៅថៃទេមិនស្ដាប់រឿងសារនៃការតឡាការ ICJ ទេបងប្អូនកុំជឿតលតែគាត់ដកខ្លួនចេញពីសមាជិកអង្គការសហជីវជាតិតលតែគាត់ដកខ្លួនចេញពីសន្ធិសញ្ញានានាដកសាកលោមើលបើមិនគេពុះចែកទឹកដីនឹងចែកគ្នាមិនមែនស្រួលទេហើយអីកុំថាមានសេចក្តីសុខអត់មានសេចក្តីសុខទេអញ្ចឹងសន្ធិសញ្ញាកិច្ចព្រមព្រៀងតាក់ទងនឹងព្រំដែននេះដែលយើងនិយាយថាកិច្ចព្រមព្រៀងសន្តិសារប្រទេសណាមួយមកលុកលុយប្រទេសថៃបំថៃយកអាហ្នឹងផ្អែកអាហ្នឹងយកទៅប្រដឹងថងខ្មើណាដោយសារអាចធ្វើទុកបុកម្នេញយើងបានអាហ្នឹងហើយដែលយើងត្រូវដឹងហើយគាត់អង្គុយហើយគាត់និយាយដល់ពេលគាត់ចង់ដាច់ខ្យល់គាត់និយាយទាំងសាមគ្គីគ្នាមកណារួមគ្នាមកណាយើងមើលឃើញតែការនិយាយទៅនិយាយតែមាត់មានបញ្ញវត្តិមួយជាគ្រូដែលនៅខាងភូមិបណ្ឌិតបាលហើយគាត់ជាអតីតឋានឯកអគ្គរដ្ឋទូតណាឯកអគ្គរដ្ឋទូតគាត់និយាយថាគណៈបករដ្ឋាភិបាលនៃប្រទេសហ្នឹងគឺរដ្ឋាភិបាលខុសច្បាប់ហើយរដ្ឋាភិបាលក្រៅប្រទេសរបស់លោកប្រធានសំស៊ីនោះគឺរដ្ឋាភិបាលខុសច្បាប់អញ្ចឹងខ្ញុំចង់ឲ្យគាត់មកជួបតើគេដំណើរការនីតិវិធីនៃការដំណើរការរដ្ឋាភិបាលក្រៅប្រទេសនោះយ៉ាងម៉េចគាត់ថាតលតែនៅក្នុងប្រទេសហ្នឹងអត់មានតំណែងណាទាំងអស់ដោយករណីភូមាអាហ្នឹងបានគេបង្កើតរដ្ឋាភិបាលក្រៅប្រទេសបានមិនត្រឹមត្រូវទេចឹងខ្ញុំជម្រាបបងប្អូនជនជាតិថានីតិវិធីនៃការដំណើរការរដ្ឋាភិបាលក្រៅប្រទេសវាទលំទលាយយើងត្រូវរាប់ឯងអ្នកខាន់អីខ្លះដែលយើងបង្កើតរដ្ឋាភិបាលណាបង្កើតណាយើងបង្កើតបកអាសន្តិសុខទៅដល់ពិភពលោកឯងអត់ទេគោលដៅណាទៅម៉េចដាក់សម្ពាធចលនាមួយដាក់សម្ពាធទៅរដ្ឋាភិបាលដើម្បីឲ្យដំណើរការបោះឆ្នោតរដ្ឋាភិបាលអត់ប្រើអាវុធផងប៉ុន្តែក៏ត្រូវចាំតែមានរដ្ឋាភិបាលគឺមានអ្វីដូចរដ្ឋាភិបាលអញ្ចឹងណាបងប្អូនណាហើយឈប់ទៅពេញ7ថាគេនិយាយថារដ្ឋាភិបាលនៅប្រទេសហ្នឹងឬក្រៅប្រទេសហ្នឹងគឺខុសច្បាប់មិនត្រឹមត្រូវទេអញ្ចឹងនីតិវិធីគេត្រូវសុំច្បាប់បើន័យថាសុំច្បាប់ដំណើរការរដ្ឋគេហៅថារដ្ឋាភិបាលក្រៅប្រទេសហ្នឹងអញ្ចឹងបើលោកសំរងស៊ីក៏នៅបារាំង 100% គាត់នៅស្នើសុំទៅរដ្ឋាភិបាលបារាំងដើម្បីដំណើរការរដ្ឋាភិបាលក្រៅប្រទេសបារាំងគាត់ត្រូវពិនិត្យមើលសពសារពើបារាំងថាឲ្យប្តឹងទៅ ICJ ទៅបារាំងណាផ្ដល់ឯកសារពាក់ព័ន្ធឲ្យទទួលយកគេហៅថាសន្ធិសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS បារាំងនឹងផ្ដល់ជួយសពសារពើអត់ធ្វើខ្ចីលឺហើយដល់មានរឿងដោយបងកេងលីឯងទៅបើគេយកទៅជាស្ដាប់បើគេឲ្យគេមកថាយកទៅគ្រាន់តែផ្ដល់សច្ចាប័នឲ្យគេទៅឆ្លងកាត់រដ្ឋាភិបាលព្រឹទ្ធភាពព្រះមហាក្សត្របុកត្រាពោកមកគេឲ្យហើយផ្ដល់សច្ចាប័នណាព្រោះយើងអត់ទៀតហើយដល់ពេលវិវាទមានបញ្ហាចឹងខ្ញុំប្រហែលប្រាប់បងគេនេះមួយចោះហើយក៏បងប្អូនជនជាតិឲ្យដឹងថាតកតងនឹងរឿងកោះកុដបញ្ញវន្តគឺសាស្ត្រាចារ្យនៃសាកលវិទ្យាល័យច្បាប់របស់ថៃគាត់បានលើកបញ្ហាវិវាទកោះកុដយកមកដោះស្រាយតាមពិតថៃគាត់ទទួលស្គាល់ថាកោះកុដជាចំណែករបស់ខ្មែរដូចគ្នាក៏ប្រទេសដោយការធ្វើប្រហែសដោយការគប់ខិតគ្នាណាដោយអំពីផលប្រយោជន៍គេបញ្ជាក់ចឹងកោះកុដនោះត្រូវបានកាន់កាប់ដោយថៃហើយប៉ុន្តែផ្ទៃទឹកនៅជុំវិញកោះនោះគឺស្ថិតនៅដែនអធិបតេយ្យរបស់កម្ពុជាមានន័យថាម៉េចមានន័យថាម៉េចគេទទួលស្គាល់រួចស្រេចចឹងយើងត្រូវមើលអាចំណុចទាំងអស់ហ្នឹងតែយើងគួរតែធ្វើយ៉ាងម៉េចណាយើងគួរតែធ្វើយ៉ាងម៉េចចឹងរដ្ឋាភិបាលនៅប្រទេសខ្ញុំបញ្ជាក់ប្រាប់បងប្អូនជនជាតិទៅមានប្រសិទ្ធភាពខ្ញុំឃើញដូចបងរដ្ឋាណាគាត់ដំណើរការមានប្រសិទ្ធភាពមានណាមានប្រសិទ្ធភាពទេបងអូនធីតាមាន
ចឹងមានផ្អែកទៅលើអីខ្លះផ្អែកទៅលើអ្នកដឹកនាំរដ្ឋាភិបាលក្រៅប្រទេសនោះគាត់ហ៊ានលេងអត់ចុះបើខ្ញុំថាមានប្រសិទ្ធភាពតែបើគាត់អត់លេងគាត់អត់ជំរុញគាត់អត់ដំណើរការអាហ្នឹងក៏ខ្ញុំមិនអាចទៅអះអាងបានដែរតែបើគាត់ដំណើរការ 100% មានប្រសិទ្ធភាពផ្អែកទៅលើអីគណៈបកសង្គ្រោះជាតិគេទទួលស្គាល់ពេញមកពិភពលោកតែជាគណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាគេរំលាយគឺមានគេមិនទទួលស្គាល់នៃការរំលាយនៃគណៈបកប្រឆាំងទេព្រោះបច្ចុប្បន្ននេះមិនតាន់រកកំហុសឆ្កងទៅដាក់ទៅលើតកតងនឹងការរំលាយរបស់គណៈបកសង្គ្រោះជាតិនៅឡើយទេចឹងគេដំណើរការឡើងមកវិញចឹងបើបារាំងខ្ញុំជម្រាបបងប្អូនថា 100% បារាំងនឹងឲ្យសិទ្ធិក្នុងការដំណើរការរដ្ឋាភិបាលក្រៅប្រទេសណាចឹងបារាំងនឹងផ្ដល់ឲ្យចឹងបើបារាំងបងឲ្យបងប្អូនជនជាតិទៅចាំណាអឺរ៉ុបមាន27ប្រទេសបើប្រទេសណាមួយបោះត្រាឬក៏ផ្ដល់គេហៅថាវីសាឲ្យយើងហើយគឺ127ប្រទេសនោះគេអត់ឆែកទេចឹងបើបារាំងគេផ្ដល់ឲ្យបាននៅ27ប្រទេសនោះគេទទួលស្គាល់ជារដ្ឋាភិបាលក្រៅប្រទេសចឹងសូមលោកសាស្ត្រាចារ្យមើលឡើងវិញមិនមែនបង្កើតបានទេហេតុអីបានគេឲ្យត្រូវការសុំច្បាប់ពីព្រោះវាតកតងនឹងអង្គើភេរវកម្មឬក៏គេហៅថាពួកអក្រិតជនដោយករណីវេណេស៊ុយអេឡាពួកអង្គការអាកាតែលណាពួកអាកាតែលហ្នឹងគឺអង្គការជួញដូរមនុស្សជួញដូរគ្រឿងញៀនលោកបីក្នុងពិភពលោកអញ្ចឹងគេខ្លាចយើងបង្កើតទៅដូចរូបភាពបែបនោះអញ្ចឹងបានគេតម្រូវឲ្យយើងទៅស្នើសុំច្បាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេសខ្ញុំជឿថា 100% ព្រោះលោកសំស៊ីគាត់នៅជាគាត់មានសិទ្ធិជាតិបារាំងបានន័យថាគាត់ធ្វើបានហើយអញ្ចឹងបានន័យថាគាត់អាចបញ្ជាក់លក្ខណៈច្បាស់លាស់ពួកគាត់ជាជនជាតិបារាំងផងមានសិទ្ធិជាតិបារាំងហើយគាត់អាច lobby នៅក្នុងនោះគឺពិតជាអាចទទួលបានចឹងការទទួលបានមួយតង់មិនតាន់បានជោគជ័យទេតើមានការដំណើរការបាននៃដំណើរការនៃរដ្ឋាភិបាលនោះត្រូវមានក្បាលម៉ាស៊ីនដឹកនាំមានរចនាសម្ព័ន្ធធ្វើសកម្មភាពតាក់ទងនឹងការងារទាំងអស់ហ្នឹងចឹងបងប្អូនយើងដឹងគ្រាន់តែឃើញថ្ងៃមុនខ្ញុំដូចខ្ញុំមានផ្ញើទៅឲ្យលោកសុសសល់ដែរតាក់ទងនឹងលោកអានទីនគាត់ទៅអង្គុយញ៉ាំអាហារជាមួយលោកអភិសិទ្ធវិជ្ជាជីវៈរហូតដល់គេហៅថាទីប្រឹក្សាលោកហ៊ុនសែនស្ទើរតែគ្រប់គ្នាប្រតិកម្មនឹងអភិសិទ្ធវិជ្ជាជីវៈណាថាអានទីនមិនគួរយកណាអភិសិទ្ធវិជ្ជាជីវៈនឹងជាមនុស្សបរាជ័យយកមកធ្វើជាទីប្រឹក្សាឬគេមកផ្ដល់យោបល់ទេពួកគាត់មានន័យអភិសិទ្ធនឹងហើយដែលប្រឆាំងនឹងលោកហ៊ុនសែនរហូតដល់គាត់ចុះចេញពីដំណើរជាមេបកទៅទៀតណាគាត់ប្រឆាំងហ៊ុនសែនរហូតបងប្អូនជនជាតិអ្នកនឹងហើយអភិសិទ្ធនឹងហើយដែលស្នើសុំលោកប្រធានសំស៊ីជាប្រធានក្រុមប្រឹក្សាប្រធានក្រុមមិនសមាជិកទេប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់ថៃណាក្រោយពីលោកហ៊ុនសែនផ្ដល់តំណែងឲ្យលោកតាក់ស៊ីនទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកតាក់ស៊ីនដែរលោកហ៊ុនសែនដែរអភិសិទ្ធវិជ្ជាជីវៈក៏ស្នើសុំលោកសំស៊ីជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសថៃផងដែរប៉ុន្តែត្រូវបានលោកសំស៊ីក៏បដិសេធព្រាមថាគាត់មិនធ្វើការជាមួយនឹងរដ្ឋបរទេសដើម្បីប្រឆាំងទៅនឹងប្រទេសខ្លួនឯងទេអញ្ចឹងក៏គាត់សុំទោសអភិសិទ្ធដែរចំណុចនោះអញ្ចឹងខាងគណៈបព្វជិជនគេដឹងយ៉ាងច្បាស់ថាអភិសិទ្ធមានទំនាក់ទំនងយ៉ាងពិសេសជាមួយនឹងមួយលោកសំស៊ីដែលជាប្រធានបាទន័យថាប្រមុខរដ្ឋាភិបាលក្រៅប្រទេសអញ្ចឹងហើយដែលបងអូនស្រីកននិដ្ឋាលើកឡើងមួយបងប្អូនជនជាតិមានប្រតិកម្មគ្រប់គ្នាអញ្ចឹងខ្ញុំលើកតែមួយចំណុចចាស់ហើយបងអូនស្រីកននិដ្ឋាថាបើសិនជាណាបងប្អូនគិតថាប្រទេសថៃឆ្លៀតពៀនហើយរដ្ឋាភិបាលបន្តអត់ធ្មត់ហើយយើងមិនគ្រប់គ្រងនឹងការអត់ធ្មត់នោះសូមឲ្យបង្កើតណាដូចជាវរៈសេនាតូចដូចថាបាទវរៈសេនាតូចមួយដើម្បីធ្វើបង្កើតយោធាដើម្បីប្រឆាំងជាមួយថៃត្រូវឬខុសត្រឹមត្រូវនោះណាបង្កើតទាហានបានបង្កើតវរៈសេនាតូចបង្កើតកងពលនៃកងយុទ្ធពលខេមរៈភូមិន្ទបានមានតែរដ្ឋាភិបាលចឹងខ្ញុំបញ្ជាក់នៅក្នុង Facebook page របស់ទីប្រឹក្សារបស់លោកហ៊ុនសែនច្រើនណាស់ខ្ញុំចូលទៅក្នុងនោះលោកសុសសល់ទៅឃើញហើយប៉ុន្តែពួកខ្ញុំដូចបងប្អូនជនជាតិមើលឃើញ Facebook ខ្ញុំច្រើនខ្ញុំដាក់ឈ្មោះខ្ញុំដាក់រូបថតទៀតចឹងបងប្អូនបាច់ទៅ like ទៅ share ទេខ្ញុំចង់បានតែព័ត៌មានដែលគេផ្ដល់ឲ្យចឹងបាទខ្ញុំបង្កើត Facebook ច្រើនចឹងគាត់នឹងផ្ដល់ឲ្យតាម Facebook របស់ខ្ញុំនឹងឯងឬក៏តាម Telegram ឬក៏អីមានច្រើនណាចឹងគាត់មកណាមានតាំងពី TikTok ដែលលោកសុសសល់ទៅធ្វើអីណាគេបង្កើតដើម្បីខ្ញុំយកបានព័ត៌មានទេខ្ញុំមិនបង្កើតយកធ្វើអ្វីទេអញ្ចឹងបងប្អូនទៅចាំថាយើងត្រូវយកព័ត៌មានឲ្យគ្រប់អញ្ចឹងចំណុចហ្នឹងហើយដែលគាត់ភ័យនឹងលោកសំស៊ីមានតំណែងមួយអភិសិទ្ធល្អតំណែងល្អអញ្ចឹងវាអាចកើតអញ្ចឹងបងប្អូនស្រីគាត់ថាគាត់លើកឡើងថាបង្កើតវរៈសេនាតូចមួយដើម្បីធ្វើសង្គ្រាមមួយថៃសំត្រូវអត់ខុសទេ
ទោះតែពីណាបង្កើតរដ្ឋាមានសិទ្ធិបង្កើតទៅរៀនបានបង្កើតយោធាបានមានតែរដ្ឋាភិបាលអញ្ចឹងអនាគតដល់ខ្លី25 23ដុល្លារ$25ណាឆ្នាំ2025នៅសល់មិនដល់មួយខែទៀតនេះវានឹងកើតជារូបរាងនៃរដ្ឋាភិបាលមួយទៀតអញ្ចឹងគេប្រហែលឲ្យយើងដឹងរួចស្រាប់ចឹងយើងនៅព្រះជេគាត់មកទូធំដែរមានបញ្ញវន្តយើងប្រតិកម្មដែរអញ្ចឹងសូមយើងកុំប្រតិកម្មគេហៅថាយកទ្រឹស្ដីខ្មែរយើងទៅពុតគ្រូកុំត្រាប់ច្បាប់គ្រូសំតាមយកចំណុចល្អចំណុចដែលមិនល្អយើងកុំទៅបែកប្រហាគ្នាយើងគិតកាត់ចោលទៅណាចំណុចដែលមិនល្អយើងកាត់ចោលចំណុចណាល្អយើងគួរយកមកចងក្រងជាប្រយោជន៍សម្រាប់ជាតិយើងគ្មាននរណាមួយដល់ល្អអត់ខ្ចោះនិយាយតែចេះខុសទេណាសូម្បីតែដូណាល់ត្រាំណាបងប្អូនជនជាតិគាត់ថាជាប់គាត់បានមកដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនរុស្ស៊ីឥឡូវនេះមកណាមួយឆ្នាំជាងណាមួយឆ្នាំជាងទៅណារហូតដល់ត្រាំលើកដៃលើកជើងបងថាវាមិនស្រួលទេអាគាត់និយាយវាស្រួលទេគាត់ធ្វើបាក់ចង់ងាប់ណាចុះមានលោកត្រាំគាត់មានលុយរាប់ពាន់លានជួលសើក្បាលគេហៅថាក្បាលទឹកតិចទឹកភ្នែកទឹកឲ្យធ្វើម្បាទហើយចុះតម្រាំតែយើងខ្ញុំទាំងអស់គ្នាមានអីដូចប្រមាណថាតើមានតែម្រាមដៃ10ហ្នឹងហើយសូមអភ័យទោសបងប្អូនអ្វីដែលថាវាលើកលួសខ្វះណាវាមិនបានដូចអ្វីដែលការនិយាយចេញមកពីរបស់យើងខ្ញុំគឺសូមមានតែខន្តីអភ័យទោសវាមិនថាយើងត្រូវតែទាំងអស់ទេហើយសួរថាប្រសិទ្ធភាពសួរថាហេតុអីបានហ៊ុនសែនចេះតែស្ងាត់ចឹងរហូតស្ងាត់បងប្អូនស្ដាប់លោកជេមសុកដឹងហើយលោកជេមសុកថាស្ងាត់ទេណាហ៊ុនសែនគាត់មានបានចូលទៅរៀនសាកលវិទ្យាល័យហ្នឹងបានទៅហ៊ុនម៉ាណែតបានរៀនហើយមិនតាន់បានអនុវត្តទៅលើណាតែហ៊ានគេថ្នាក់ដឹកនាំក្រសួងការពារជាតិគេមួយចិត្តតែចេញពីទាហានចូលនិវត្តន៍ណាលោកជេមសុកណាខ្ញុំស្ដាប់គាត់ខ្ញុំចង់សើចទេខ្ញុំឃើញសូគាត់ខ្លីៗគាត់ថាហ៊ុនសែនណាមានតែចូលសាលាយោធាហ៊ុនសែនណាទៅបាញ់នោះចុះខ្ញុំនៅទៅនឹងអង្គរៈលោកហ៊ុនសែនខ្ញុំស្គាល់ចង់ទាំងអស់គាត់តែមានទៅបាញ់ឯណាប្រយុទ្ធដោយផ្ទាល់ទៅណាដល់វាជួបដែរជួបមិនមែនក្នុងនាមមេបញ្ជាការអ្នកផ្សេងទៅណាអ្នកផ្សេងទេអញ្ចឹងគាត់អត់ខ្លាំងដូចអ្វីដូចលោកជាបសុកបានឡើងគាត់ខ្លាំងបានវោហាសាសគាត់វោខ្លាំងណាស់ប៉ុន្តែដល់ពេលគេដាក់មែនទៅជាបសុកក៏បានគាត់កែធ្វើគាត់ថាតយងយត្រូវមួយចង់តយងយអញ្ចឹងយើងមិនអាប់គាត់ទេប៉ុន្តែអ្វីដែលយើងរំពឹងទុកគឺមិនអាចទេហើយការស្ងៀមស្ងាត់របស់លោកហ៊ុនសែនគឺជាពោពេញទៅដោយពឹកពលនេះបើសិនជាធ្វើទៅជោគជ័យវាអាចជឿនលឿនទៅដល់ផលប្រយោជន៍ជាតិយើងទៅថ្ងៃមុខយើងអាចកែប្រែពីគេហៅថាប្រទេសដែលរងគ្រោះទិញក្របគេបាញ់ទិញសិទ្ធិគេហៅថាសិទ្ធិវុធគេហៅថាសត្រាវុធគេយកមកប្រើយើងអាចផលិតដល់ខ្លួនឯងអញ្ចឹងមិនយូរទេវានឹងចេញជារូបរាងហើយអ្នកណាជាអ្នកផ្ដល់បច្ចេកទេសគឺមិនមែនជប៉ុនមិនមែនកូរ៉េមិនមែនអាមេរិកខាងហើយក៏មិនមែនចិនដែរអញ្ចឹងខ្ញុំបងប្អូនយល់ថាខាងណាដែលអាចធ្វើទៅបានអញ្ចឹងវាមិនមាននរណាក្រៅពីរុស្ស៊ីទេអញ្ចឹងរុស្ស៊ីកំពុងតែសិក្សាអំពីការបង្កើតរោងចក្រផលិតដ្រូននិងមីស៊ីលដែលលក្ខណៈទំនើបនៅក្នុងប្រទេសកម្ពុជាមិនតាន់ទៅវិញប៉ុន្តែខ្ញុំគិតថាជាការល្អដែរបើយើងផលិតបានវាគួរតែផលិតទៅដែរយើងមិនគិតអវិជ្ជមានពេកទេអញ្ចឹងការផលិតរបស់ខ្លួនយើងគឺគេហៅបង្កើនធម៌ពលខ្លួនឯងអញ្ចឹងបងប្អូនជនជាតិខ្មែរគួរតែរៀនវឹកហាត់សង្គ្រាមណាបងប្អូនជនជាតិយើងវាពិសេសគឺក្រសួងអប់រំត្រូវមើលណាត្រូវចាត់វិធានការបានន័យថាកែប្រែការសិក្សាព្រាមណាគេហៅថាការវិភាគសិក្សាយើងត្រូវដាក់ចូលមុខវិជ្ជាសង្គ្រាមមួយចូលនៅក្នុងណាមុខវិជ្ជាសង្គ្រាមបានន័យថាយើងខាត់យោធានៅក្នុងណាចឹងយើងចាប់ផ្ដើមពីទូដល់ចូលតាំងពីមតីយើងមើលឃើញវៀតណាមនៅប្រទេសមួយចំនួនគេចាប់ផ្ដើមវឹកហាត់ដែរចឹងខ្មែរយើងងអ្នកជាបាញ់កំឡុងតិចទៅមែនតើណាមកជាបាញ់តិចតែបើបាញ់តាមភូមិក្នុងរៀបច្រើនដែរតែបើបាញ់មែនតើធ្វើរបៀបសង្គ្រាមវាតិចចឹងសូមក្រសួងអប់រំក៏ត្រូវពិនិត្យមើលចំណុចហ្នឹងដាក់ចូលទៅក្នុងវិស័យអប់រំយើងតាក់ទងនឹងមុខវិជ្ជាសង្គ្រាមហ្មងយើងបាច់ចាប់ដាក់មុខវិជ្ជាសង្គ្រាមដូចនៅអាមេរិកកាំងគេថាលុបក្រសួងការពារជាតិចោលដូរដាក់ឈ្មោះក្រសួងសង្គ្រាមនេះចឹងមកចឹងឲ្យវាចំទូដូចគ្នាមុខវិជ្ជាសង្គ្រាមតែម្ដងបាទអរគុណច្រើនលោកសសរបាទស្លាញ់អរគុណដល់បងដែលបានលើកពីចំណុចដែលយើងគិតថាវាមានពីសំណួរសំណួរទី1ហ្នឹងគឺតាក់ទងជាមួយនឹងហេតុអីបានជាបណ្ដាប្រទេសមួយចំនួនហ្នឹងមិនគ្រប់គ្រងទុកឲ្យកម្ពុជាឯកោហើយបងបានលើកចំនួនមួយចំណុចហើយគឺខ្លួនឯងនឹងតែម្ដងហើយមិនចេះគេហៅថានៅការគោរពនៅអ្វីដែលជាការស្នើសុំរបស់បណ្ដាប្រទេសមួយចំនួនណាហើយមួយទៀតតាក់ទងជាមួយនឹងការថៃដែលគម្រាមទៅលើប្រជាពលរដ្ឋរបស់យើងហើយបើនិយាយពីច្បាប់អីខុសតាក់ទងជាមួយនឹងការគោរពនៅគេហៅថាច្បាប់សង្គ្រាមហ្នឹងតើវាត្រូវបងបានលើកហើយតាក់ទងនឹងគេហៅថា
ឧក្រិដ្ឋកម្មសង្គ្រាមគឺអាចប្តឹងបានបើសិនជាជនរងគ្រោះគឺគាត់មានគេហៅថាអាចដាក់ពាក្យបណ្ដឹងគឺប្តឹងបានតែម្ដងហើយហ្នឹងគឺការគំរាមកំហែងទៅលើប្រជាពលរដ្ឋតកតងនឹងសំណួរមួយដែលបងរដ្ឋាគាត់សួរខ្ញុំថាមានពុករលួយ 50% ក្រ 50% តែខ្មែរធ្វើមិនបានខ្ញុំមិនថានេះទេតកតងនឹងពុករលួយហ្នឹងវាមិនមែន50របស់បងរដ្ឋាតាមពិតវាលើស50ព្រោះមិនបានយើងសង្កេតថាមិនបានខ្ញុំថាវាលើសប៉ុណ្ណឹងសំបីតាឥឡូវបងប្អូនមើលពិចារណាតិចតទៅនឹងក្រសួងស្ថាប័ននៅក្នុងរបបដឹកនាំបុគ្គលម្នាក់នេះណាក្បាលធំជាងខ្លួនបងប្អូនដឹងហើយមើលរាប់ពាន់អ្នកអញ្ចឹងមានន័យថាពួកហ្នឹងដើម្បីបានតួនាទីតំណែងហ្នឹងដឹងពួកហ្នឹងធ្វើម៉េចពួកហ្នឹងចង់បានតំណែងតួនាទីហ្នឹងគោលបំណងដើម្បីរកស៊ីនៅរឿងរ៉ាវមួយចំនួនដែលគេហៅថារកស៊ីបានយកមកចែកជាមួយនឹងភាគលៀបរបស់លោកហ៊ុនម៉ាណែតឲ្យតែបានតួនាទីតំណែងខ្ញុំធ្លាប់បានលើកឡើងចំណុចមួយនឹងច្រើនដែរតកតងជាមួយនឹងមានមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនឹងសុំតែថតរូបសុំយកតែរូបថតយកតែដាក់តាំងនៅមុខហាងនោះដើម្បីបង្កើតអាជីវកម្មរកស៊ីរហូតដល់មន្ត្រីជួរមុខរបស់រដ្ឋាភិបាលឬក៏គណៈបព្វជិជននឹងដើរយកប្រាក់ពីការយករូបថតហ្នឹងទៅតាំងនៅតាមហាងហ្នឹងហើយអាហ្នឹងគឺជាអំពើពុករលួយមួយខ្លាំងមែនទែនក្នុងការបង្កើតមុខរបររកស៊ីមួយចំនួននៅក្នុងប្រទេសកម្ពុជាទាំងខុសច្បាប់ទាំងត្រូវច្បាប់អាហ្នឹងគឺមានន័យថាអំណាចដែលធំធេងនៅក្នុងជួររដ្ឋាភិបាលហ្នឹងគឺយកទៅបង្កើតអាជីវកម្មរកស៊ីអាហ្នឹងគឺជាអំពើពុករលួយមួយបើសិនជាខ្ញុំឬក៏អ្នកផ្សេងមិនមានមុខរូបឬថតរូបជាមួយនឹងថ្នាក់ដឹកនាំអីទៅរកស៊ីគឺបាត់ហាងហើយបងប្អូនគេមិនទទួលស្គាល់គេមិនឲ្យតម្លៃឬក៏មានគេហៅថាពួកការពារអាហ្នឹងពួកការពារគឺទៅការពារហើយការពារមិនបងប្អូនបើបងប្អូនមិនសោកប៉ាន់មួយគេទេគឺបងប្អូនអាចរកស៊ីអាជីវកម្មបើអាជីវកម្មនឹងបានហ្នឹងគឺរឿងពិតតែម្ដងជាពិសេសខ្ញុំធ្លាប់ប្រាប់លោកមុនបងប្អូនដល់តើតើនឹងមិត្តភ័ក្តិរបស់ខ្ញុំបង្កើតគាត់ធ្វើការឲ្យគេរហូតដល់អស់សមត្ថភាពទាំងគិតបង្កើតរបររកស៊ីខ្លួនឯងប៉ុន្តែរកស៊ីខ្លួនឯងបានប៉ុន្មានបងប្អូនរកស៊ីខ្លួនឯងបានតែមួយឆ្នាំផងបានប្រហែលខែទៅបិទវិញណាគឺដោយសារពាក់ព័ន្ធពួកហ្នឹងទៅគេហៅថាបងថ្លៃការពារណាបើបងប្អូនបើមិនឲ្យគេទេគេទៅរករឿងអុកឡុកអញ្ចឹងអាហ្នឹងគឺរឿងពិតតែម្ដងអាហ្នឹងគឺមន្ត្រីក្រមរបបគណៈបព្វជិជនឬដឹកនាំដោយលោកហ៊ុនម៉ាណែតហ្នឹងគឺវាពុករលួយហ្នឹងគឺវាជាមុខរបររបស់លោកហ៊ុនម៉ាណែតក្នុងការចកត់កអ្នកទុនខ្សោយដើម្បីរកស៊ីណាហ្នឹងគឺមួយហើយមួយទៀតតកតងជាមួយនឹងថាក្រីក្របងប្អូនបងហើយបងបើនិយាយពីក្រីក្រប្រជាពលរដ្ឋខ្មែរមុខរបរដែលធំជាងគេគឺរបបកសិកម្មហ្នឹងហើយរហូតដល់ 80-90% យើងគិតមើលប៉ុណ្្នឹងហើយមានតែប្រហែលជាខ្ទង់មិនដល់ 10% ជាងផងហើយមានបានហ្នឹងតែសមាជិករបស់គណៈបព្វជិជនហ្នឹងហើយបើឲ្យគណៈបព្វប្រឆាំងលោកហ៊ុនសែនមកឲ្យមានទេបាទព្រោះដើម្បីមធ្យោបាយថាគោលនយោបាយរបស់លោកហ៊ុនសែនគឺគោលបំណងគឺមិនឲ្យអ្នកឯងមានទេមិនឲ្យគណៈបព្វប្រឆាំងនឹងមានទេឲ្យអ្នកឯងអត់ក្រដើម្បីគេកុំខ្វល់ខ្វាយរឿងការដឹកនាំប្រទេសឲ្យអ្នកឯងខ្វល់ខ្វាយតែរឿងស៊ីរឿងអាហារ3ពេលហ្នឹងទៅបានហើយព្រោះរឿងដឹកនាំប្រទេសទុកគេអ្នកដឹកនាំទុកទេអ្នកខ្វល់អញ្ចឹងបើនិយាយពីក្រីក្រអស់និយាយហើយគឺប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងគេឲ្យគិតតែពីរឿងអាហារ3ពេលហ្នឹងឯងទៅពាក់លុយធនាគារគិតរឿងការងារឲ្យអ្នកឯងហូបមកក្រន់ហ្នឹងឯងមិនឲ្យមានទេអាហ្នឹងគឺគោលនយោបាយរបស់លោកហ៊ុនសែនក៏ដូចជាគណៈបព្វជិជនសម្រាប់អ្នកដែលមានមតិផ្ទុយឬក៏ហៅថាអ្នកដែលមាននិន្នាការផ្ទុយហ្នឹងគឺលោកហ៊ុនសែនមិនឲ្យមានទេនេះគឺរឿងពិតឥឡូវសូមបន្តិចទៀតចាស់ប៉ុណ្ណេះជូនដល់បងរដ្ឋាភិបាលខ្ញុំគិតថាគោលនយោបាយរបស់គណៈបព្វជិជនគឺនៅតែមិនអត់ឲ្យអ្នកដែលរិះគន់រដ្ឋាភិបាលឬក៏រិះគន់ទៅលើរបបដឹកនាំរបស់លោកហ៊ុនសែនទេគាត់មិនលើកលែងឲ្យតថាមកមានន័យថាខ្លាំងជាមួយតែខ្មែរនេះឯងតែបើជាមួយនឹងអ្នកដែលគេហៅថាចោលស្លៀនពៀនទឹកដីមិនហ៊ានខ្លាំងទេព្រោះវាមានរឿងចំណុចដែលជាផុសតាំងមួយទៀតទៅពូដោយសារមានសំណួររបស់បងប្អូនយើងសួរចង់ឲ្យពូជួយបង្ហាញមិនតិចទៀតចាស់មុននឹងបញ្ចប់កម្មវិធីតកតងជាមួយនឹងនៅថ្ងៃទី1នេះ1ដុល្លារនេះគឺនៅប្រទេសថៃនេះគឺគេបើកសំណុំរឿងតកតងនឹងការសម្លាប់លោកលឹមកំយ៉ាលោកពូគិតថាតើការបង្ហាញជនគេហៅថាជាប់ចោតហ្នឹងតកតងជាមួយនឹងតុលាការរបស់ថៃនេះអាចនឹងមានគេហៅថាមាន
មានគេថាមានក្រិតក្រមឬក៏គេហៅថាច្បាស់លាស់ដែរទេឬក៏យ៉ាងណាតកតងជាមួយនឹងសាលិកាបង្ហាញឲ្យជាក់លាក់តកតងជាមួយនឹងវាអាចពាក់ព័ន្ធជាមួយនឹងលោកហ៊ុនសែនដែរឬអត់បើសិនជាក្នុងករណីបង្ហាញហើយថៃអាចយករឿងហ្នឹងមកដាក់បន្ទុកលើលោកហ៊ុនសែនដើម្បីកុំឲ្យតវ៉ាឬក៏ឈ្លានការឈ្លានពានឬក៏ការចង់បានរបស់ថៃក្នុងការឈ្លានពានទឹកដីមានន័យថាដូចជាគម្រាមលោកហ៊ុនសែនអញ្ចឹងមិនឲ្យតវ៉ាឬក៏ប្រឆាំងអីជាមួយនឹងដែលថៃទេក្នុងការដែលថៃដែលកំពុងតែឈ្លានពានទឹកដីទាំងបច្ចុប្បន្នណាព្រោះដោយសារអាហ្នឹងគឺជាអាវុធសម្ងាត់មួយរបស់ថៃក្នុងការដែលប្រកាសលោកហ៊ុនសែនហើយអញ្ចឹងបានយើងឃើញបងប្អូននៅក្នុងព្រំដែនហ្នឹងគឺមានប្រជាពលរដ្ឋនឹងក៏តវ៉ាប៉ុន្តែបើនិយាយពីរដ្ឋាភិបាលលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងគឺស្ងាត់ឈឹងដូចចោលដូចសេះតែម្ដងមិនហ៊ានតវ៉ាប្រឆាំងវាអាចទៅលោកគ្រូតកតងជាមួយនឹងបញ្ហានេះបាទអញ្ចឹងសូមគោរពជ័យលោកគ្រូបាទជួយបង្ហាញបន្តិចអរគុណច្រើនខ្ញុំថាថ្ងៃ30ស្អែកនេះឯងដែលគេបើកសវនាការជំនុំជម្រះដោយមានមេធាវីបារាំងពីររូបចូលរួមអញ្ចឹងយើងតាមដានទាំងអស់គ្នាខ្ញុំថាអាចពាក់ព័ន្ធទី1ពីព្រោះយើងបានដឹងហើយថាបារាំងគេអត់ចោលទេរឿងជនជាតិបារាំងដែលលោកលីនគឹមយ៉ានេះគឺជារឿងមួយដ៏ក្តៅគប់ដែលក្រុមគ្រួសារនឹងរដ្ឋាភិបាលបារាំងគេអត់លើកលែងឲ្យអញ្ចឹងគេឲ្យថៃនេះនេះបាទជួយសេចក្តីសម្រេចប្រវត្តិតាំងគេមានហើយបាទយើងបានឃើញហើយជាន់ប្រព្រឹត្ត4នាក់ដែលក្នុងនោះមានខ្មែរ2នាក់មានថៃ2នាក់អញ្ចឹងយើងដឹងថាច្បាស់ជាមានការពាក់ព័ន្ធអញ្ចឹងហ៊ុនសែនក៏អាចលុបបំបត្តិរឿងនេះបានទេអញ្ចឹងហ៊ុនសែនក៏យើងអ្នកណាក៏គេដឹងដែរដឹងថាហេតុម៉េចបានជាគាត់មិនបង្កើតរឿងនេះនៅប្រទេសខ្លួនឯងក្នុងថ្ងៃ7មករាអញ្ចឹងមិនបានគាត់មកបង្កើតរឿងនេះដោយសារតែមានការពាក់ទិនរឿងលុយបង្កក់លុយជាង 2000 លានទី1ទី2ដោយសារតែកូនតាក់ស៊ីនទៅចង្អោលមុខរបរហ៊ុនសែនទី3គឺហ៊ុនសែនគាត់មុខរបរគាត់រស់ស៊ីនៅប្រទេសថៃច្រើនណាស់មានដល់ទៅជិត 1000 មុខគេហៅថាការសហការសម្ងាត់ជាមួយថៃអញ្ចឹងលុយនោះគេបានបង្កក់ទុករួចអស់ហើយអញ្ចឹងហ៊ុនសែនគាត់ធ្វើទៅស្មានថាធ្វើល្មមដល់គាត់ធ្វើខ្លាំងថៃគេខ្លាំងដែរលុយក៏គេបង្កក់សង្គ្រាមក៏គេបង្កើតហ៊ុនសែនអង្គុយអែល្មើសបានអង្គុយអែល្មើសហើយព្រោះរឿងនេះវាអត់អាចជោគជ័យគ្រប់ជំហានបានទេវាមានការផ្លិតស្នៀតធ្លាប់សម្រាប់ខ្មែរបំបត្តិដាននៅប្រទេសខ្លួនតែដល់មកសម្រាប់ខ្មែរលើទឹកដីគេមុខមាត់របស់គេយើងបង្កើតរឿងឲ្យគេធ្វើឲ្យគេមានបញ្ហាអញ្ចឹងបានគេហើយហ៊ុនសែនគាត់ស្មានថាធ្វើទៅលុបអត់បានហើយយើងមើលកាមេរ៉ាតាំងពីចេញពីព្រំដែនមកគេឃើញទាំងអស់ហើយរហូតមកចង្អុលប្រាប់ទៀតអីទាំងអស់នេះហើយយើងមើលឃាតករនោះអត់មានពាក្យមួកពាក្យម៉ាទេគឺគេបង្ហាញមុខព្រោះគេដឹងថារឿងនេះវាជារឿងមួយដែលគេកាច់បំបាក់ហ៊ុនសែនហើយហ៊ុនសែននេះស្មានថាគេធ្វើឲ្យគាត់ដូចថាបានពេញចិត្តអញ្ចឹងអានេះជាសច្ចការស្មានខហើយរៀបសម្រាប់ខ្មែរតែដល់មកសម្រាប់ខ្មែរនៅលើទឹកដីគេអាហ្នឹងវាជារឿងអកុសលរបស់ហ៊ុនសែនហើយរឿងនេះធំណាស់អត់មានតូចទេហើយក៏អត់ដឹងថាជននោះជានរណាទៀតបាទដល់ឃ្លាសំណាងរាជហ្មងអញ្ចឹងបទអក្រិតនេះធ្ងន់ធ្ងរការសម្លាប់អ្នកនយោបាយយើងមើលដូណាល់ត្រាំកាអ្នកណាហ៊ានប៉ះពាល់អ្នកនយោបាយកាត់ទោសប្រហារជីវិតភ្លាមអញ្ចឹងរឿងនេះវាជារឿងមួយហ៊ុនសែនគាត់ដូចថាវាអស់កម្មរស្មីគាត់ហើយអំនួតពួតអាងពីការងើបមួយសម្លាប់មួយអីនោះគឺដល់គាត់មកធ្វើរឿងបែបនេះគឺអាហ្នឹងវាជាទោសកំហុសមួយសម្រាប់ពិភពលោកដែលគេមិនឲ្យមានដើរសម្លាប់មនុស្សតាមប្រទេសគេពីបទគម្រាមឆ្លងដែនបាទចាប់កូនបានចាប់ឪមកសន្លត់អាហ្នឹងគឺអំណាចហ៊ុនសែនហើយហ៊ុនសែនអត់មានកន្លោយឬទៅនឹងរឿងអស់នេះទេបាទទីមួយអាមេរិកក៏គេបានប្រកាសហើយនឹងមានការចាប់ខ្លួនមន្ត្រីជួរមុខរបស់រដ្ឋាភិបាលពាក្យព័ន្ធតែគេរាប់ទៅវាច្រើនអញ្ចឹងរឿងនេះដែលគេប
บรรเลงหุ่นแซนเจ้านี่คือเอาหุ่นแซนนี้บาดอ๋อไอ้โดยเจนที่ได้จังแต่อาจารย์ตื้อบาดอ่านโยบายชนะตื้อคือเบี้ยมันเมียนรูปเพียบนาเดี๋ยวกีโยกรูตามนี่บอดออกกระโดยอเมริกีมันลือเลยเอาดิที่เตี้ยใหญ่บาดกีบัดลุยมันหมายนำกีบัดดอกเปื้อนเลียนลาเนาะเรื่องจอนเรื่องยืงโยกหมวกขมายโดยถือจุ่มนุยให้มุกตำนิ่งเด็กโรซีในยืงมือแต่มาโตตั้งดังไงปิงปีนี้จับจันไลต้องดังจุนแต่มาเปื้อนอย่ายืงจะลุกเอาขมายเนาะปีเปื้อนปรามโรยแล้วบอคนแสนจุดครับแล้วบอปลายกาอดเมียนประกุดเจงตีซาอดเมียนประกุดเจงลือตำนิ่งอดมองปวนหน่อยเลือดจรานะไอ้ยืงมือคนแสนอุดถักเกิดเมียนลุยดอยจะไปบูนเปื้อนเรียนยังชื่อไปปรลุยนุกcầm chay đấy ép cầm rung và tại lúc sẽ đấy cầm chay bao cái tên cầm rung hay lẽ khăn chẳng có trong roti chấm mùi đi bàn cật ha phành ha hôn sen chnia là hôn tại đó pin đi bàn tụi bay chia thì hiện chua múc có cật bàn para mai thả cật việt tiên à kinh cùi chăm cùi oi cùi chăm ngược nơi cái này này cho bàn chia riêng tụi on đi ấy lấy cái từ rư bất kỳ cha mùi điện cha chu liên cha chu liên đó một thứ ti bực xa mùi điện ở dương đăng thả và bữa cha nó mò bị na đi và vì ở dương ở tận đăng á vấn thế đối sáng ở đây cái cao tu nha lui để cọp tục chiêng bay vươn liền nó cái ao đi nè ấy lui để cái chập cái palprin chiêng mà phi liền nó có kia rồi đây chẳng hôn sen cật cả là cật chà chà nè lui nơi bên thay cái có thay vô thôi dùng kiếm bay năm chết ọt lui nữa chẳng anh ấy cứ vì chia thành hà muối sầm rập và tì chia đấy dương bậc cao rướng dương an đã sầm rập khai ban srul từ tam là vũ bài ayong phát xí cứ chia robot hôn sen tập ngày và chẳng ban chen cái cầm riêng mình ao vô ở bút kỳ tập ra anh cùi xiêm và rồi mấy khát phò bây giờ chen khát phò bây giờ yuan chẳng ban kỳ hỏi hay lui để chụp bịa Russia sẽ may dừng riêng nhằm chẳng ban con nó lục thiên lược lắm vì pi pươn mà rồi chết sập liền đằng như thế chia lui ở tiền chấm này lược cà pra đấy lui đàm sọt và chẳng dừng ban cười hay thà à bút để vô một praสำหรับ boss mart ใครก็หอมนุกสันไลดอลtừ piเปือนมาโรยเจ็ดเลียนเดี๋ยวยังมือคืนมีอาวุธหนักหลักบาดโยมเอาเท่าไอ้สำหรับใครเจ้าบ้านลูกเทียนดักลุยนี่อดเตือนบัญชีท้าอะพิวัตtừลือมุกระบอtừลืออาชีพกรรมไอ้ดีบาดจังลุยติงอาวุธโยมมาเท่าไอ้สำหรับใครจังที่บ้านดังทานระบบนกเขาฉบับลุยได้จังบ้านที่กำจัดลูกเทียนซอมซีนู้โดยซาไม่เกิดยัวหลอมปีมีดีโยกลุยกำใจเมาเกียอาวุธนี่คือเบียนในเปี้ยเพื่อนทั้งหมดแล้วนะจังบานดาซอมบอมโอนโชร่วมจมวยลูกเทียนซอมซีตีมวยดอทสไลด์บ่มนอลอเมริกันตีปีสมัครเพียบลูกเทียนไอดอทสไลด์บ่มนอลสหรัฐโซเวียตรัสเซียสิ่งไงจังลุยได้กี่ปุ่งเกาะปรามประมวยเพื่อนเรียนระบบคนแซนเด่นลุยเชียดเดียวหมดประกอบบอลโรซีเจมครูซาเกิดนี้ก็ติก็อาจเปียเปื่อนบ่ให้การปลอดสินเชียดเอาโยการลวกสินเชียดเป็นปลอดเลยการลวกสินเชียดใครแต่เอาผู้อกระติจวนจังองค์การพิภพโลกในอกระติกรรมลายปุ๋ยซ่าอกระติกรรมสินครีมอกระติกรรมชอเบาด้วยนี้ยังดังไงการดักครูชูเจียมันได้มันเชี่ยงมาเปื่อนเนี่ยได้เบาลุยไปเชียบรัฐไมครูไหนครูชูจีขยมเชียมันตรายจอลนะเติบขยมจีมันตรายจอลนะเติบเนาะบ่าลวกได้จอลลวกเรียกจอลโอไฮเนาะอันนั้นคือ
វានៅក្នុងបទអក្រិតកម្មដែរបាទហ្នឹងហើយអរគុណសូមចូលរួម